ជំរាបសួរបងប្អូនគ្នាជួបជាមួយនឹងខ្ញុំបាទគង្គគាដែលអ្នកទាំងអស់គ្នាស្គាល់ថាជាអ្នកនិយាយតាក់ទងជាមួយនឹងរឿងអបិយជំនឿហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកសារជាថ្មីទៀតហើយជាមួយនឹងអបសូតថ្មីរបស់យើងគឺអបសូតទី24ដោយអបសូតនេះគឺខ្ញុំដាក់ចំណងជើងថាគ្រួសាររបស់ខ្ញុំត្រូវអំពើគេប៉ុន្តែខ្លឹមសារនៃសាច់រឿងរបស់យើងនឹងគឺតាក់ទងជាមួយនឹងរឿងមន្តអាគមខ្មៅណាដែលយើងស្គាល់ថាជាអំពើអំព័ន្ធដែលគ្រូធ្មប់ប្រើទៅលើនរណាម្នាក់ដែលគេស្អប់ឬមួយក៏គេមិនពេញចិត្តឬមួយក៏ត្រូវបាននរណាម្នាក់ដែលគេជួលឥឡូវមុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំនិយាយតាក់ទងជាមួយនឹងអបសូតទី23របស់ខ្ញុំបន្តិចដោយសារតែវីដេអូរបស់ខ្ញុំវារឿងផ្ទុះដែរខានផ្ទុះយូរហើយខ្ញុំពិតជាអរគុណមែនតើសម្រាប់បងប្អូនដែលបានចូលមក Subscribe នៅក្នុង Channel របស់ខ្ញុំបានហើយកុំភ្លេចតាមដានជាមួយនឹងខ្ញុំជាមួយនឹងអបសូតថ្មីគឺមានជាបន្តច្រើនមែនតើឥឡូវខ្ញុំនិយាយពីចំណុចខ្វះខាតរបស់ខ្ញុំខ្លះដោយសារតែនៅក្នុងអបសូតទី23ហ្នឹងគឺមានបងប្អូនយើង comment ច្រើនមែនតើថាខ្ញុំត្រូវការសម្រួលកន្លែងនេះហើយគាត់សួរឥឡូវខ្ញុំអានមតិមួយចំនួនដែលបងប្អូនគាត់និយាយក្នុងហ្នឹងណាគាត់ថាបងភ័យមែនបានជានិយាយរឿងញាប់អញ្ចឹងណានិយាយរឿងបញ្ញាត្រង់ចំណុចនេះខ្ញុំសូមបកស្រាយថាខ្ញុំអត់ភ័យទេប៉ុន្តែដោយសារតែយើងខាននិយាយយូរហើយមួយទៀតខ្ញុំមិនសូវជាមានដងទេពកោសលក្នុងការនិយាយអញ្ចឹងហើយនៅពេលដែលនិយាយម្ដងវារឿងអូខេអាចថាភ័យក៏បានគឺវាបែបហ្នឹងណាអូខេហើយមួយទៀតមានបងប្រុសម្នាក់គាត់ទៅសេថាសាច់រឿងហ្នឹងស្ដាប់យូរទៅបោកសតសម្រាប់ខ្ញុំគិតថាសាច់រឿងហ្នឹងវាមិនប្រកាសថាជារឿងពិតទាំងស្រុងទេព្រោះខ្ញុំជាអ្នកនិយាយហ្នឹងក៏ខ្ញុំមិនប្រកាន់ថាអូខេស្ដាប់រឿងខ្ញុំហើយរឿងទាំងអស់ហ្នឹងវាសុទ្ធតែរឿងពិតអត់ទេខ្ញុំឲ្យអ្នកទាំងអស់គ្នាស្ដាប់ទុកជាការកំសាន្តទុកជាបទពិសោធន៍ក៏ដូចជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាចំណុចណាដែលគិតថាល្អទុកជាការប្រុងប្រយ័ត្នព្រោះមនុស្សយើងរស់នៅសពថ្ងៃនេះពោពេញទៅដោយសេចក្តីប្រមាទនៅពេលដែលយើងបានស្ដាប់រឿងខ្លះរឿងអ្នកដទៃប៉ុន្តែពេលខ្លះយើងយកមក apply ក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងក៏វាជាមេរៀនមួយដ៏ល្អសម្រាប់យើងផងដែរហើយមានបងប្អូនច្រើនមែនតើដែលគាត់ពេញចិត្តជាមួយនឹងវីដេអូខ្ញុំណាមែនតែមតិអវិជ្ជមាននឹងទេមានមតិវិជ្ជមានជាច្រើនបងប្អូនខ្លះគាត់ក៏គាំទ្រគាត់កាត់ថាអូសំឡេងមួយនេះខ្ញុំចូលចិត្តខ្ញុំតាមដានខ្ញុំអ្នក follow ថ្មីអ្នក subscribe ថ្មីអញ្ចឹងណាហើយខ្ញុំស្ដាប់ហើយខ្ញុំពិតជាមានកម្លាំងក្នុងការធ្វើវីដេអូរបស់ខ្ញុំនឹងបន្តទៀតផងដែរខ្ញុំពិតជាអរគុណទៅកាន់បងប្អូនដែល comment ល្អណាហើយមួយទៀតសម្រាប់អបសូតទី23និងអបសូតទី24ខ្ញុំធ្វើការ giveaway ជាមួយនឹងគ្រឿង accessory របស់ខ្ញុំដែលខ្ញុំសម្រាប់យកមកលក់ហ្នឹងណាប៉ុន្តែខ្ញុំចង់ giveaway ទៅកាន់អ្នកទាំងអស់គ្នាណាដែលគាំទ្រជាមួយនឹងវីដេអូរបស់ខ្ញុំបានចាស់ស្ដែងចាប់ពីអបសូតទី23ទៅនៅពេលដែលខ្ញុំ check ឃើញថាបងណាដែលគាត់តាម comment វីដេអូរបស់ខ្ញុំណាខ្ញុំអត់ត្រូវការភ្លាមនៅពេលដែលខ្ញុំនិយាយសារសំឡេងមួយនេះហើយបងប្អូនដែលគាត់មកក្រោយគាត់ចូល comment គ្រប់វីដេអូអាហ្នឹងខ្ញុំអត់នេះណាអត់ចង់បានបែបហ្នឹងទេខ្ញុំចង់បានលក្ខខណ្ឌមួយគឺទី1ខ្ញុំពេលផុសវីដេអូទៅថ្ងៃឧទាហរណ៍ថាថ្ងៃទី26 27អញ្ចឹងឧទាហរណ៍27ចុះខ្ញុំត្រូវការអ្នកទាំងគ្នា comment ថ្ងៃ27ឬ28ខ្ញុំអត់ច្បាស់តែអ្នកទាំងគ្នាចូលមើលថ្ងៃណាទេប៉ុន្តែលក្ខខណ្ឌគឺកុំចាំបាច់ដល់ពេលដែលខ្ញុំធ្វើការ giveaway ហើយដល់ថ្ងៃបានន័យថា comment រួមតែមួយឃើញតែមួយថ្ងៃទេមួយថ្ងៃប៉ុន្តែ comment វីដេអូនេះផងវីដេអូនោះផងខ្ញុំអត់យកបែបហ្នឹងទេខ្ញុំចង់បានវីដេអូណាដែលបងប្អូនគាត់ជា fan real fan របស់ខ្ញុំណានៅពេលដែលខ្ញុំផុសទៅលើ YouTube របស់ខ្ញុំឃើញបងប្អូន load comment មុនគេហើយនៅវីដេអូបន្ទាប់ទៀតឃើញគាត់ load comment មុនគេខ្ញុំនឹងធ្វើការ giveaway ទៅកាន់គាត់ហើយបញ្ជាក់មួយទៀតគឺលក្ខខណ្ឌរបស់ខ្ញុំគឺគ្រប់1000 subscriber នៅក្នុង YouTube របស់ខ្ញុំព្រោះខ្ញុំគាត់ថាវាអត់យូរទេតិចទៀតវាគ្រប់ហើយខ្ញុំនិយាយហើយខ្ញុំធ្វើចាក់ស្ដែងហើយសម្រាប់បងប្អូនដែលចង់ធ្វើការឧបត្ថម្ភខ្ញុំណាតាមរយៈ Cafe នេះគឺជា QR code របស់ខ្ញុំហើយសម្រាប់ការធ្វើ YouTube ហ្នឹងគឺខ្ញុំមិនទាន់បានជាមួយនឹង monetization ពី YouTube របស់ខ្ញុំទេអញ្ចឹងហើយខ្ញុំមានតែបងប្អូនណាដែលមានចិត្តចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបានអរគុណតើបងប្អូនគ្នាសម្រាប់ចំណុចថងហ្នឹងគឺខ្ញុំធ្វើការ giveaway ទៅកាន់អ្នកទាំងអស់គ្នានៅពេលដែលខ្ញុំធ្វើការ giveaway គឺខ្ញុំគិតចាប់ពីអបសូតទី23 24 25 26និង27បានន័យថាចំនួន5វីដេអូនៅពេលដែលវាគ្រប់គោលការណ៍ជាមួយនឹង monetization របស់ YouTube 1000 subscriber 4000ម៉ោងអញ្ចឹងទៅនៅពេលនោះគឺខ្ញុំធ្វើការ giveaway ទៅកាន់អ្នកទាំងអស់គ្នារបស់ដែលខ្ញុំធ្វើការ giveaway ហ្នឹងគឺជាគ្រឿងរបស់ដែលខ្ញុំសម្រាប់យកមកលក់ទៅកាន់អតិថិជនរបស់ខ្ញុំ audience របស់ខ្ញុំណាគឺខ្ញុំធ្វើការចែកទៅកាន់អ្នកទាំងអស់គ្នាចំនួន2ទី1គឺខ្សែសារដែលមានកម្លាំង240វ៉ាត់ចំនួន1ទៀតគឺកម្លាំង100វ៉ាត់ចំនួន1ហើយមួយទៀតបងប្អូនដែលជាយុវវ័យខ្ញុំក៏ធ្វើការ giveaway ដែរគឺ
អបដាប់ខំធ្វើឲ្យធ្គាមរបស់យើងហ្នឹងមានភាពរឹងមាំក៏ដូចជាសភាពនៃធ្គាមរបស់យើងហ្នឹងឡើងជ្រុងហ្នឹងគឺខ្ញុំធ្វើការ giveaway ផងដែរចំនួន2ហើយលក្ខខណ្ឌដូចគ្នាចំនួន5វីដេអូ comment ឲ្យបានគ្រប់5វីដេអូហ្នឹងទៅនៅពេលដែលខ្ញុំគ្រប់គោលការណ៍របស់ខ្ញុំ 1000 subscriber 4000ម៉ោងនៅពេលណាគឺខ្ញុំធ្វើការ giveaway ទៅកាន់អ្នកទាំងអស់គ្នាព្រីសុខដឹកមិនថាចិត្តមិនថាឆ្ងាយទេអ្នកទាំងអស់គ្នាឥឡូវមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំក៏ចង់ណែនាំជាមួយនឹង website ដែលខ្ញុំទទួលបានជាមួយនឹងសំណេរក៏ដូចជាអត្ថបទទាំងស្រុងតែម្ដងណាគឺអត្ថបទហ្នឹងគឺខ្ញុំទទួលបានពីកុសន្តិភាពហើយមិនតែ website មួយហ្នឹងទេគឺ website ផ្សេងៗក៏ខ្ញុំធ្វើការ research ក៏ដូចជាយកមកជាតលេខសម្រាប់បង្ហាញទៅនិយាយតាមអំពូមិទាំងអស់គ្នាផងដែរដោយ website ផ្សេងៗអញ្ចឹងមានកន្លែងខ្លះក៏ខុសជាមួយនឹងអក្ខរាវិរុទ្ធក៏ដូចជាពាក្យពេចន៍សម្ដីផ្សេងៗអញ្ចឹងទៅហើយវារឿងខ្លីដែរហើយសម្រាប់នៅកុសន្តិភាពគឺវាខ្វែងគួរសមហើយអក្ខរាវិរុទ្ធហើយក៏ដូចជាមានអ្នកដែលជួបប្រទះជាមួយនឹងរឿងហេតុក៏វាច្រើនជាងណាក៏ខ្ញុំសម្រាប់ថាយកពីកុសន្តិភាពវិញឥឡូវមុននឹងចូលទៅដល់សាច់រឿងពេញរបស់យើងខ្ញុំក៏ចង់និយាយតាក់ទងជាមួយនឹងដំណើរដើមហេតុមួយដែលខ្ញុំធ្វើជាមួយនឹងវីដេអូមួយនេះឡើងហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាថានៅព្រឹកមួយនេះគឺខ្ញុំបានស្ដាប់ជាមួយនឹងវីដេអូមួយរបស់បងប្រុសខាងលើនេះគឺជា channel របស់គាត់ណាហើយខ្ញុំក៏សូមអធិស្ឋានមែនទែនដោយសារតែខ្ញុំយកជាមួយនឹងរូប channel របស់គាត់យកមកដាក់នៅលើវីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាបងប្រុសបានឃើញជាមួយនៅវីដេអូនេះហើយមិនប្រកាន់ប្អូនទេដោយសារតែរូបខាងលើនេះខ្ញុំសង្ឃឹមថាមិនប៉ះពាល់ជាមួយនឹង monetization របស់បងឬមួយក៏អាចប្រឈមជាមួយនឹងការ copyright ផ្សេងៗខ្ញុំសង្ឃឹមតែចិញ្ចោះព្រោះវាជារូបភាពហើយខ្ញុំក៏ដាក់ blur ដែរដោយសម្រាប់វីដេអូខាងលើនេះគឺជាវីដេអូមួយដែលគាត់អសរនៅក្នុង thumbnail របស់គាត់ណាបើអាគមស្ត្រីប្តីខ្ញុំគាត់ដាក់អញ្ចឹងហើយខ្ញុំមុនដំបូងខ្ញុំអត់ចាប់អារម្មណ៍ទេព្រោះជាទូទៅគាត់ធ្វើវីដេអូបែបមានន័យថាឃាតកម្មអីផ្សេងៗណាប៉ុន្តែនៅពេលដែលគាត់ធ្វើវីដេអូមួយនឹងឡើងគឺខ្ញុំចាប់អារម្មណ៍មែនតើខ្ញុំធ្វើការចុចស្ដាប់នៅពេលដែលខ្ញុំចុចស្ដាប់មុនដំបូងប្រហែលនាទីមុនដំបូងខ្ញុំអត់ចាប់អារម្មណ៍ទេពេលដែលស្ដាប់ទៅមុខបន្តិចម្ដងខ្ញុំចាប់អារម្មណ៍ថាអូរឿងនេះតកតងជាមួយនឹងមន្តអាគមខ្មៅតាហើយខ្ញុំស្ដាប់ទៅវាហាក់ដូចជាសាច់ដៀងឬមួយក៏ប្រហាក់ប្រហែលជាមួយនឹងរឿងដែលខ្ញុំជួបប្រទះប៉ុន្តែរឿងដែលខ្ញុំជួបប្រទះហ្នឹងគឺខ្ញុំអត់គិតថាវាជារឿងអំពើអំព័ន្ធឬមួយក៏មុនវាជាការខ្មៅទេគឺខ្ញុំគិតថាជារឿងសាមញ្ញតែមនុស្សយើងជួបប្រទះណាហើយនៅពេលដែលខ្ញុំស្ដាប់ចប់មកវីដេអូហ្នឹងគឺខ្ញុំស្ដាប់ហើយខ្ញុំមានការជក់ចិត្តអញ្ចឹងរហូតដល់ចប់នៅពេលដែលខ្ញុំស្ដាប់ចប់ហើយខ្ញុំមានអារម្មណ៍ថាអូសាច់រឿងមួយនេះវាស្តៀងជាមួយនឹងសាច់រឿងខ្ញុំមែនតើធ្វើឲ្យខ្ញុំមានគំនិតមួយចង់យកវីដេអូមួយហ្នឹងយកមកនិយាយជាក់ស្ដែងដូចក្នុង thumbnail របស់វីដេអូរបស់ខ្ញុំអញ្ចឹងខ្ញុំដាក់គ្រូសាស្ត្ររបស់ខ្ញុំត្រូវអំពើគេប៉ុន្តែគ្រាន់តែជា stick របស់ខ្ញុំដែលដាក់ឲ្យវាមានការតាក់ទាញហើយក្នុងសាច់រឿងទាំងអស់ហ្នឹងគឺសម្រាប់ខ្ញុំគឺខ្ញុំមានការសប្តិពលខ្លះដែរដោយសារតែយើងមិនច្បាស់ព្រោះតកតងជាមួយនឹងរឿងអំពើអំព័ន្ធហ្នឹងគឺយើងអត់មានភាពច្បាស់លាស់ណាមួយបញ្ជាក់ថាយើងត្រូវអំពើគេទេនៅពេលដែលយើងបានន័យថានៅពេលដែលយើងអត់មានជាមួយនឹងសកម្មភាពឬមួយក៏នៅពេលដែលវាអត់មានបញ្ចេញសកម្មភាពដែលមើលឲ្យគួរឲ្យចាប់អារម្មណ៍ណាគឺយើងគិតថាវាជារឿងធម្មតានៅពេលដែលវាបាត់បង់ឬមួយក៏គ្រោះថ្នាក់ធំមែនតើនៅពេលនោះបានយើងកំណត់សង្កល់ថាអូវាជារឿងហេតុមួយដែលយើងជួបប្រទះហើយយើងត្រូវអំពើគេពិតមែនតើសម្រាប់បងប្អូនណាដែលចង់ស្ដាប់ជាមួយនឹងសាច់រឿងពេញណាខ្ញុំ recommend មែនតើអាចចូលទៅស្ដាប់ជាមួយនឹង channel របស់គាត់ដោយឈ្មោះរបស់គាត់ហ្នឹងគឺបងប្រុសស៊ីមពេជ្រអាចវាយតាមប្រភេទដែលខ្ញុំ spell បានឈ្មោះរបស់គាត់ហ្នឹង SIMPHCH អូខេឈ្មោះរបស់គាត់ណាអាចចូលទៅមើលបានហើយសម្រាប់បងប្រុសដែលបានឃើញជាមួយនឹងវីដេអូរបស់ខ្ញុំបាទខ្ញុំក៏សូមអធិស្ឋានមែនតើបើខ្ញុំយកជាមួយនឹងរូបភាពរបស់បងប្រុសយកមកផុសឲ្យមានការខុសឆ្គងហ្នឹងក៏សូមអធិស្ឋានមែនតើអរគុណដោយសាររឿងរបស់យើងគឺទទួលបានពីប្រធានចារម្នាក់ដែលគាត់មានឈ្មោះថាលោកមេឃវណ្ណៈគាត់បានលើកឡើងថាតាំងពីសម័យបុរាណរហូតដល់សម័យក្រោយៗមកទៀតហ្នឹងសូម្បីតែសម័យបច្ចុប្បន្នរបស់យើងហ្នឹងក៏នៅតែមានជំនឿជឿទៅលើអភិធម្មផងដែរគេជឿថាអភិធម្មនេះគឺជាឥទ្ធិពលអ្វីមួយយ៉ាងដែលមានអានុភាពមកលើជីវិតរបស់មនុស្សទូទៅតែម្ដងដែលអានុភាពនេះធ្វើឲ្យមនុស្សឈឺស្លាប់ឬមួយក៏ជាសះស្បើយឡើងវិញតាមការបញ្ជានៃមនុស្សឬមួយក៏ជារូបអាបឬមួយក៏ជាគ្រូធ្មប់អីចឹងទៅថងចំណុចហ្នឹងផងដែរចង់បញ្ជាក់បងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងឬមួយក៏រឿងអំពើអាបធ្មប់ហ្នឹងមិនមែនសម្រាប់តែប្រទេសខ្មែររបស់យើងណាប្រទេសដទៃផ្សេងទៀតហ្នឹងក៏មានដែរជាក់ស្ដែងគឺនៅទ្វីបអាហ្វ្រិកទ្វីបអាស៊ីជាពិសេសក្នុងសង្គមដែលរស់នៅដាច់ឆ្ងាយពីមជ្ឈដ្ឋានអរិយធម៌ផ្សេងៗចឹងទៅគេជឿទៅលើអំពើឬមួយក៏ឥទ្ធិពល
នៃសិលសាស្ត្រផ្សេងៗចឹងទៅចំណែកអ្នកប្រាជ្ញឬមួយក៏អ្នកវិទ្យាសាស្ត្រនៅផ្នែកមជ្ឈមបពាហ្នឹងជាច្រើនគេវាតម្លៃទៅលើជំនឿទាំងអស់ហ្នឹងថាមានអត្តពលមួយផ្នែកទៅតាមចិត្តសាស្ត្ររបស់មនុស្សណាពីនេះទៅទៀតគេជឿថាអាបធ្មប់ហ្នឹងគឺស្ថិតនៅក្នុងការអកកំបាំងឬមួយក៏ស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយទេសម្រាប់អ្នកវិទ្យាសាស្ត្រហ្នឹងគឺគេមិនទាន់អាចរកឃើញឬមួយក៏សន្និដ្ឋានថាវាមានពិតឬមួយក៏មិនមាននោះទេតើបងប្អូនគ្នាឥឡូវមកស្ដាប់ជាមួយនឹងអ្នកប្រាជ្ញស្រាវជ្រាវខាងមន្តអាគមឬមួយក៏មន្តអំពើខ្មៅផ្សេងៗណាគាត់ធ្លាប់បានគិតថាអំពើចំណុះទៅលើមុខសញ្ញា2ដែលយើងអាចកំណត់សម្គាល់បានណាទី1ហ្នឹងគឺភាគីអ្នកធ្វើចំនួនទី2មួយទៀតគឺភាគីអ្នកទទួលអំពើបើនិយាយទៅគាត់សន្និដ្ឋានទៅលើចំណុចទាំងពីរហ្នឹងដែលគាត់អាចថាមានអំពើពិតទៅលើសង្គមឬមួយក៏ពិភពលោកយើងនេះតែម្ដងឥឡូវនេះយើងមកដឹងពីភាគីអ្នកធ្វើគេតែងតែចាត់តាំងលៃលកយ៉ាងណាឲ្យអ្នកផងចាប់អារម្មណ៍ថាអំពើមួយនេះមានប្រសិទ្ធភាពកាចសាហាវសម្បើមអស្ចារ្យគួរឲ្យតក់ស្លុតនៅពេលដែលគេចាត់តែងរៀបចំពិធីប្រសិទ្ធិឬមួយក៏តម្រង់អំពើនេះឆ្ពោះទៅកាន់មនុស្សណាម្នាក់ឥឡូវយើងមកដឹងពីភាគីអ្នកទទួលវិញភាពសាហាវសម្បើមអស្ចារ្យនៃពិធីបញ្ជូននៃអំពើនេះធ្វើឲ្យអ្នកបានឃើញនិងអ្នកដែលនៅជិតខាងបានឃើញផងដែរបានន័យថាអ្នកដែលនៅជាមួយយើងណារួមទាំងសម័យខ្លួនដែលទទួលនៃអំពើនេះផងដែរមានការភ័យតក់ស្លុតហើយក៏ដូចជាស្ម័គ្រចិត្តព្រមទទួលនៅអំពើអាបធ្មប់នេះផងដែរនោះបានន័យថាផ្លូវចិត្តរបស់គេនឹងអស់សង្ឃឹមឬមួយក៏គេឈឺជាស្រេចទៅហើយដោយដេករងចាំតែការឈឺចាប់និងសេចក្តីស្លាប់ប៉ុណ្ណោះសម្រាប់សពថ្ងៃនេះផងដែរក៏សម្ព័ន្ធជាច្រើននៅទ្វីបអាហ្វ្រិកអូស្ត្រាលីឥណ្ឌានិងឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃឡាវខ្មែរក៏នៅតែមានជំនឿជឿទៅលើអំពើអាបធ្មប់នេះផងដែរដូច្នេះហើយបានន័យថាមិនមែនតែប្រទេសខ្មែររបស់យើងតែមួយទេគឺមានប្រទេសជាច្រើនទៀតដែលមានជំនឿជឿទៅលើអំពើអាបធ្មប់នេះផងដែរបងប្អូនអរគ្នានៅថ្ងៃនោះផងដែរនៅពេលដែលលោកប្រធាចារ្យមេបណ្ណៈលោកក៏បានចុះសិក្សាស្រាវជ្រាវអំពីជំនឿអំពើអាបធ្មប់នៅឯស្រុកគិរីរម្យខេត្តកែបរបស់យើងណាអ្នកនរគ្នាជាមួយនឹងការសម្ភាសជាមួយនឹងលោកគ្រូអាគមចាស់ៗដែលគាត់មានវ័យច្រើនហើយទីមួយហ្នឹងគឺជាមួយនឹងលោកតាទៀបលុចដែលគាត់មានបច្ចុប្បន្នគឺច្រើនមែនតើគឺ96ឆ្នាំអ្នកនរគ្នាគឺច្រើនណាហើយជាមួយនឹងលោកតាកឹមផង់ដែលមានវ័យ80ឆ្នាំទៅហើយជាមួយនឹងលោកតាអ៊ូងអុកដែលមានវ័យ76ឆ្នាំអំពីបញ្ហាខាងលើដែលយើងបាននិយាយប្រហែលខាងលើហ្នឹងណាលោកតាទាំងនោះគាត់ក៏បានមានប្រសាសន៍អំពីអាបធ្មប់ដែលនៅស្រុកខ្មែររបស់យើងហ្នឹងគឺវាមានលក្ខណៈខុសដាច់ដោយឡែកខុសពីអំពើអាបធ្មប់នៅបណ្ដាទ្វីបអាហ្វ្រិកនិងទ្វីបដទៃផ្សេងៗទៀតស្រុកខ្មែរគេចែកអាបធ្មប់ដាច់ដោយឡែកពីគ្នាចំពោះអំពើរបស់វាក៏ខុសប្លែកគ្នាផងដែរលោកតាទាំង3ក៏មានប្រសាសន៍បន្តទៀតថាដោយឃើញថាចំណែកនេះវាផ្ទុយពីការព្រាងដដែលរបស់ព្រះសម្មាសម្ពុទ្ធគឺដោយសារតែជំនឿក្នុងពុទ្ធសាសនារបស់យើងគាត់ជឿទៅលើពុទ្ធសាសនាចឹងណាពោលគឺភាវៈអាក្រក់ហ្នឹងគឺតែងតែសាបព្រោះទៅលើអំពើអាក្រក់ដែលធ្វើឲ្យវិនាសធ្វើឲ្យទុក្ខវេទនាដល់អ្នកដែលជាមនុស្សល្អណាគឺឥតមានអាណិតអាសូរឡើយបើនិយាយទៅគឺថាវាពិបាកផ្នែកមើលដែរសម្រាប់ពុទ្ធសាសនិកជនណាព្រោះពុទ្ធអង្គសម្ដែងថាវារងាប់ដោយការមិនចង់ពៀដោយមានអំពើអំពន់ទាំងអស់ហ្នឹងហើយធ្វើឲ្យមនុស្សហ្នឹងមានការចង់ពៀគ្នាមែនតើពីម្នាក់ទៅម្នាក់ចង់ធ្វើបាបឬមួយក៏ចង់ឈ្នះចង់ចាញ់គ្នាអញ្ចឹងដោយពេលខ្លះប្រើអំពើទាំងអស់ហ្នឹងសម្រាប់ចំណុចថងហ្នឹងផងដែរគឺលោកតាក៏បានបន្តទៀតថាវិជាទាំងប្រមាណហ្នឹងណាគឺមិនគួរសិក្សារៀនសូត្រតតែសោះតែម្ដងព្រោះថាវាគ្មានប្រយោជន៍អីសម្រាប់ជួយដល់សង្គមជាតិតតែសោះតែម្ដងដើម្បីមានសមត្ថភាពទប់នឹងការពារជាមួយនឹងអំពើដ៏កាចសាហាវមួយនេះគឺលោកតាគាត់ក៏បានត្រៀមជាមួយនឹងមន្តគាថាសិលសាស្ត្រនិងឱសថស្ថានផ្សេងៗណាដែលតាក់ទងជាមួយនឹងថ្នាំខ្មែររបស់យើងដែលទទួលអំពីអំពើអាបធ្មប់ទាំងពីរខាងលើហ្នឹងនេះបើតាមលោកគ្រូទាំង3គាត់បានបញ្ជាក់តទៀតថាហ្នឹងគឺអំពើទាំងពីរហ្នឹងគឺមានចំណុចពីរផ្សេងគ្នាចំណុចទី1ដែលយើងត្រូវដឹងហ្នឹងគឺតាក់ទងជាមួយនឹងអំពើអាបនិងចំណុចទី2ដែលយើងត្រូវដឹងមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងអំពើធ្មប់អញ្ចឹងទៅឥឡូវយើងមកដឹងតាក់ទងជាមួយនឹងអំពើអាបទាំងអស់គ្នានេះបើតាមលើចាស់គាត់ដំណើរតគ្នាថាអាបហ្នឹងការដើមឡើយគឺជាអ្នកសិក្សារៀនសូត្រមុនស្នេហ៍មុខណាគឺចង់ឲ្យនរណាម្នាក់ស្រឡាញ់មិនថាប្រុសមិនថាស្រីទេនៅពេលដែលចង់ឲ្យនរណាម្នាក់ស្រឡាញ់ឬមួយក៏ស្រឡាញ់ប្រតិបត្តិទៅលើនរណាម្នាក់ដែលគេមិនស្រឡាញ់ណាគឺតែងតែរៀនជាមួយនឹងមុនវិជាការស្នេហ៍ហ្នឹងដើម្បីឲ្យអ្នកនោះមកស្រឡាញ់គេចឹងទៅហើយបើនិយាយទៅរូបអាបហ្នឹងភាគច្រើនកម្រមានភេទប្រុសណាភាគច្រើនណាអ្នកនរគ្នាគឺមានតាក់ទងជាមួយនឹងស្ត្រីច្រើនមែនតើស្ត្រីដែលរៀនមុនស្នេហ៍ហ្នឹងគឺលុះត្រាតែបានអនុវត្តយូរទៅចឹងសិលមុនស្នេហ៍ហ្នឹងក៏ចូលក្នុងខ្លួនរបស់ស្ត្រីនោះក៏คล้ายទៅជាអាបតែម្ដងហើយប្រលឹងរបស់គេហ្នឹងក៏បានស្ថិតនៅក្នុងតួអង្គនៃខ្លួនស្ត្រីហ្នឹងជានិច្ចកាលហ្នឹងប្រសិនបើរូបរបស់ស្ត្រីហ្នឹងមានការថ្នាំងថ្នាក់មិនពេញចិត្តឬមួយក៏ខឹងសម្បាទៅលើនរណាម្នាក់ហ្នឹងគឺធ្វើឲ្យប្រលឹងអាបហ្នឹងទៅធ្វើបាបអ្នកនោះឲ្យចុកពោះឬមួយក៏លបបាត់ស្មារតីនិយាយលែងដឹងខុសត្រូវអីចឹងទៅ
ឥឡូវខ្ញុំចង់បញ្ជាក់តទៅជាមួយនឹងវិជាការឬមួយក៏មុនស្នេហ៍ត្រង់ចំណុចនឹងបន្តិចអ្នកគ្នាអ្នកទាំងគ្នាប្រហែលជាឆ្ងល់ហើយតែមែនទេថាបើនៅពេលដែលយើងស្រឡាញ់នរណាម្នាក់ស្រឡាញ់ម្នាក់នោះប៉ុន្តែគេអត់ស្រឡាញ់យើងហេតុអីទៅត្រូវទៅតាមគេមែនទេប៉ុន្តែអ្នកទាំងគ្នាដឹងកាលពីសម័យមុនណាគេមានសេចក្តីប្រតិបត្តិឬមួយក៏ស្រឡាញ់នរណាម្នាក់គឺគេមានចិត្តណាបើន័យថាមានចិត្តប្រតិបត្តិស្រឡាញ់តែគេម្នាក់នោះឯងអត់អាចទៅបែកខ្ញែកទៅស្រឡាញ់នរណាផ្សេងទៀតទេខុសពីមនុស្សសម័យឥឡូវនៅពេលដែលគេស្រឡាញ់នរណាម្នាក់គឺគេចង់បានអ្នកនោះនៅពេលដែលគេធ្វើគ្រប់វិធីអស់ហើយនៅពេលដែលគេយកមិនបានពេលខ្លះគេបដូរចិត្តទៅស្រឡាញ់នរណាម្នាក់ផ្សេងទៀតដែលយកមកជំនួសម្នាក់ហ្នឹងដែលគេស្រឡាញ់សម័យឥឡូវខុសពីសម័យមុនអ្នកនរគ្នាចំណុចថងហ្នឹងខ្ញុំនិយាយមិនដឹងថាអ្នកនរគ្នាយល់ពីខ្ញុំនិយាយអត់ទេប៉ុន្តែជាក់ស្ដែងគឺនៅពេលដែលយើងរស់នៅក្នុងសង្គមឬមួយក៏យើងឆ្លងកាត់ជាមួយនឹងរឿងហេតុទាំងអស់ហ្នឹងបើយើងដឹងថាការស្រឡាញ់ហ្នឹងវាខុសពីមុនមែនតើពីមុនស្រឡាញ់ដោយចិត្តនឹងចិត្តប៉ុន្តែឥឡូវនេះគឺស្រឡាញ់ដោយចិត្តនឹងចិត្តនៅពេលដែលគេស្រឡាញ់ដោយចិត្តនឹងចិត្តមិនបាននៅពេលនោះគឺគេបោះបង់ចិត្តនឹងចិត្តហើយគឺគេទៅរកនរណាម្នាក់ដែលស្រឡាញ់គេដោយចិត្តនឹងចិត្តវិញបើន័យថាมันបខំណាมันត្រូវការបខំនរណាម្នាក់ឲ្យមកស្រឡាញ់ខ្លួនទេប៉ុន្តែយ៉ាងណាក្នុងសម័យបច្ចុប្បន្នហ្នឹងគឺនៅតែមានការប្រើប្រាស់របៀបអាគមស្នេហ៍ទាំងអស់ហ្នឹងផងដែរអ្នកទាំងអស់គ្នាឥឡូវបងប្អូនអរគ្នាខ្ញុំមកធ្វើជាមួយនឹងសេចក្តីសន្និដ្ឋានមួយដើម្បីឲ្យបងប្អូនអរគ្នាងាយស្រួលក្នុងការយល់ឬមួយងាយស្រួលក្នុងការស្ដាប់ដើម្បីឲ្យស្ដាប់ទៅកុំឲ្យមានការសពេចសពើក្នុងចិត្តណាហើយចំណុចទី1ហ្នឹងដែលខ្ញុំថាស្រឡាញ់ចិត្តដោយចិត្តហ្នឹងគឺខ្ញុំមាន2ចំណុចសម្រាប់យកមកបកស្រាយចែកជូនបងប្អូនទុកជាការស្ដាប់អ្វីដែលអ្នកទាំងអស់គ្នាចង់ដឹងចឹងទៅជាមេរៀនក៏បានជាអ្វីក៏បានដែរឲ្យតែស្ដាប់ទៅវាជាចំណុចដឹងហើយចំណុចទី1គឺខ្ញុំចង់និយាយថាបុគ្គលកនិងបុគ្គលខហ្នឹងគេស្រឡាញ់គ្នាប៉ុន្តែក្នុងលក្ខខណ្ឌហ្នឹងគឺមានជនទី3ម្នាក់ទៀតគឺបុគ្គលកក្នុងហ្នឹងគឺគេចូលមកជ្រៀតជ្រែកក៏ដូចជាចង់បានជាមួយនឹងបុគ្គលខទៅជាគូជីវិតឬមួយក៏ជាគូប្រតិបត្តិនៃសេចក្តីស្នេហារបស់គេអញ្ចឹងទៅគឺគេតែងតែរកទីគ្រប់បែបយ៉ាងដើម្បីទទួលបាននាងឬមួយក៏គាត់ហ្នឹងទៅធ្វើជាគូជីវិតក្នុងលក្ខខណ្ឌទី2តើតងជាមួយកន្លែងហ្នឹងណាថាស្រឡាញ់ចិត្តនឹងចិត្តគឺបុគ្គលកនិងបុគ្គលខបើន័យថាបុគ្គលកស្រឡាញ់បុគ្គលខហ្នឹងប៉ុន្តែក្នុងលក្ខខណ្ឌហ្នឹងគឺបុគ្គលខហ្នឹងគាត់អត់ស្រឡាញ់បុគ្គលកទេអញ្ចឹងដូច្នេះបុគ្គលកហ្នឹងគឺគាត់ត្រូវរកវិធីយ៉ាងណាហ្នឹងឲ្យបុគ្គលខហ្នឹងមកស្រឡាញ់ខ្លួនបើន័យថាគាត់រកគ្រប់វិធីឬមួយក៏គ្រប់វិធីសាស្ត្រដើម្បីឲ្យបាននាងឬមួយក៏បានគាត់ហ្នឹងមកធ្វើជាគូជីវិតឬមួយជាគូកំណាន់ស្នេហ៍របស់គាត់អញ្ចឹងទៅដូចជាក់ស្ដែងគឺយើងនិយាយតើតងជាមួយនឹងអង្គើអាប់ធ្មប់អាចថាគាត់ទៅធ្វើជាមួយនឹងរបៀនអំពើទាំងឡាយណាឲ្យគាត់នឹងមកស្រឡាញ់ជាមួយនឹងបុគ្គលកហ្នឹងទៅហើយចំណុចមួយទៀតដែលខ្ញុំនិយាយថាសម័យបច្ចុប្បន្នហ្នឹងគឺគេស្រឡាញ់ចិត្តនឹងចិត្តដោយសម័យបច្ចុប្បន្នហ្នឹងយើងអាចសង្កេតឃើញថាពីច្រើនគឺគេជួបគ្នាអញ្ចឹងណាពេលខ្លះជួបគ្នាទៅនិយាយសារសងគ្នាអញ្ចឹងអូគេស្រឡាញ់ចិត្តនឹងចិត្តហើយក៏មិនប្រកាសថាជាប់ដែរប៉ុន្តែអាចចំណុចថងហ្នឹងខ្ញុំចង់បានន័យថាគេស្រឡាញ់ដោយចិត្តនឹងចិត្តគេបានជាគូក្រងជាគូអនាគតនឹងគ្នាជាប្តីប្រពន្ធហើយក្នុងលក្ខខណ្ឌមួយទៀតគឺមានបុគ្គលកប៉ុន្តែថាគេចូលមកជ្រៀតជ្រែកនៅក្នុងចំណងស្នេហារបស់បុគ្គលកនិងបុគ្គលខអញ្ចឹងទៅធ្វើឲ្យបែកបាក់ធ្វើឲ្យចំណងស្នេហាហ្នឹងគឺឡើងនៅថិតថេរដូចដើមបើន័យថាត្រូវបានម្នាក់ហ្នឹងដាក់អំពើធ្វើឲ្យគ្រួសារហ្នឹងឡើងមានសុភមង្គលធ្វើឲ្យគ្រួសារហ្នឹងបែកបាក់គ្នាចាក់ស្ដែងគឺតែធម្មតាទេនៅពេលដែលទទួលជាមួយនឹងរបៀនអំពើដែលគេដាក់មកហើយគឺមិនដែលនៅបានសុខទេណាអូខេគឺតែងតែក្តៅក្រហាយអន្តើអន្តែងតែម្ដងចំណែកឯចាស់ហ្នឹងគាត់ក៏បាននិយាយបន្តទៀតថាអ្នកទាំងអស់គ្នានៅពេលដែលយប់ឡើងណាគឺថាអាបហ្នឹងគឺតែងតែចេញពីតួរូបរបស់ខ្លួនហ្នឹងគឺទៅរកស៊ីជាមួយនឹងគម្រោងឈាមដែលជាគម្រោងឈាមរបស់កូនของកែបណាហើយបើយើងនិយាយពីរូបរាងឬមួយក៏សភាពនៃរូបរាងរបស់វាគឺវាមានភ្លើងជាមួយពណ៌ខៀវហើយវាធំជាង7បែបតែបន្តិចទេដល់ពេលដែលវាដើរឬមួយក៏វាតែទៅលើអាកាសណាគឺថាវាមិនមានសកម្មភាពឬមួយក៏ភ្លឺផ្លែលោតចុះឡើងដូចទៅនឹងជាមួយនឹង7បែបទេអ្នកនរគ្នាគឺវាលេចធ្លោរហូតតែបើកាលណាវាចង់បបាំងខ្លួនឬមួយក៏ជាមួយនឹងឧបសគ្គអ្វីមួយហ្នឹងគឺវាប្រឡូតពលឺរបស់វាហ្នឹងងងឹតមួយសន្ទុះបន្ទាប់មកក៏វាធ្វើជាមួយនឹងសកម្មភាពឬមួយនៅពេលដែលវាមើលថាសភាពការនឹងស្រួលឡើងវិញក៏វាចាប់ផ្ដើមបញ្ចេញជាមួយនឹងពន្លឺពណ៌ខៀវរបស់វានឹងបន្តទៀតចឹងទៅហើយរឿងមួយទៀតដែលយើងតែងតែឃើញជាប្រចាំណានៅពេលដែលស្ត្រីមានផ្ទៃពោះឬមួយក៏ស្ត្រីដែលរៀបតែនឹងសម្រាប់កូនឬមួយក៏សម្រាប់កូនហើយគឺគេតែងតែឃើញជាមួយនឹងអាបគឺហៅក្បែរជុំផ្ទះចឹងទៅហើយខ្ញុំសង្ឃឹមថាកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយឬចាស់គាត់និយាយតាណាតគ្នាណាថ្មីធម្មតាទេតែងតែមានជាមួយនឹងឈាមដែលធ្លាក់មកខាងក្រោមផ្ទះឬមួយក៏លើក្រែតដែលជាកន្លែងសម្រាប់កូនប៉ុន្តែជាទូទៅសម្រាប់ស្រុកស្រែចំការនៅ
នៅពេលដែលសម្រាប់កូនហ្នឹងគឺគេតែងតែអញ្ជើញជាមួយនឹងគ្រូធ្វើភ្លើងណាគឺសេកមុនឬមួយក៏ពតសេមាដើម្បីការពារពីព្រាកាឡាភ្លើងឬមួយក៏ការពារអាបដែលព្យាយាមយាយីស្ត្រីដែលសម្រាប់កូនហ្នឹងឥឡូវយើងមកដឹងពីរបៀបនៃកម្មវិធីរបស់អ្នកគ្រូឆ្មបឬមួយក៏លោកគ្រូឆ្មបណាឥឡូវត្រង់ចំណុចហ្នឹងខ្ញុំអត់ច្បាស់ថាមានលោកគ្រូឆ្មបអត់ទេប៉ុន្តែភាគច្រើនគឺស្ត្រីធ្វើជាឆ្មបច្រើនជាងបុរសប៉ុន្តែឥឡូវយើងឃើញនៅពេទ្យក៏មានបុរសជាឆ្មបដែរអ្នកទាំងគ្នាមិនតែស្ត្រីទេហើយត្រង់ចំណុចហ្នឹងគឺថាវិធីរបស់យើងហ្នឹងគឺមានជាមួយនឹងខ្សែអំបោះណាដែលលោកគ្រូគាត់ពាត់ជុំវិញជាមួយនឹងទង់សក់ឬមកជុំវិញឈាមហ្នឹងតែម្ដងហើយវិធីសាមញ្ញមួយទៀតដែលអ្នកទាំងគ្នាអាចអនុវត្តបានព្រោះខ្ញុំជឿថាពេលខ្លះនៅពេលដែលលោកគ្រូគាត់សម្រាលឬមកក៏អ្នកគ្រូគាត់សម្រាលជាមួយនឹងទារកហើយគឺគាត់ទៅផ្ទះគាត់វិញហើយគាត់អត់បានមកមើលថែយើងដិតដល់ទេហើយដូច្នេះហើយយើងមានតែវិធីសាមញ្ញរបស់យើងណាគឺយកជាមួយនឹងបន្លាគាត់ជុំវិញកំឡោឈាមឬមួយក៏កន្លែងដែលមានជាមួយនឹងឈាមរបស់ទារកហ្នឹងឬមួយក៏របស់ស្ត្រីហ្នឹងតែម្ដងហើយមួយទៀតដែលគេតែងតែនិយាយតគ្នាមកថាហ្នឹងគឺគេឃើញជាមួយនឹងអាបហ្នឹងមកជាមួយនឹងពោះវៀនរ៉តៃមែនតើអ្នកទាំងអស់គ្នាហើយចំណែកឯផ្នែកខាងក្រោមរបស់វាហ្នឹងគឺអមមកជាមួយនឹងភ្លើងពណ៌ខៀវចំណែកឯខាងលើគឺជាក្បាលរបស់ទូកនៃរូបស្នងអញ្ចឹងទៅគេថាពោះវៀនរបស់វាហ្នឹងគឺជាពោះវៀនរបស់ស្ត្រីដែលជារូបស្នងហ្នឹងនៅពេលដែលវាស៊ីចំណីឆ្អែតឆ្អន់នៅពេលរាត្រីនៅពេលយប់ហ្នឹងណាគឺព្រលឹងរបស់អាបហ្នឹងក៏វិលត្រឡប់ចូលទៅក្នុងរូបតួអង្គដែលវាស្នងវិញចំពោះបញ្ហាខាងលើហ្នឹងដែរអ្នកនិពន្ធភាពយន្តខ្មែរគាត់ក៏បានតាក់តែងជាខ្សែភាពយន្តមួយដែរអ្នកទាំងអស់គ្នាដែលខ្សែភាពយន្តហ្នឹងមានចំណងជើងថាកូនអើយម្ដាយអាបដែលផលិតនៅក្នុងទសវត្សរ៍70អាចចុចទៅមើលក្នុង YouTube បានធ្វើការ research បានណាសម្រាប់រឿងខាងលើហ្នឹងនៅពេលដែលខ្ញុំអានជាមួយនឹងខ្លឹមសារនៃអត្ថបទរបស់ខ្ញុំចប់ហ្នឹងប្រហែលជាខ្ញុំធ្វើការ research ដើម្បីមើលដែរអ្នកទាំងអស់គ្នាចង់នឹកថាសាច់រឿងហ្នឹងខ្សែភាពយន្តហ្នឹងវាល្អកម្រិតណាដែរហ្នឹងណាបញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀតបើទោះបីជាខ្ញុំអានឬមួយក៏ខ្ញុំនិយាយទៅមកល្អប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយកវិចារណញ្ញាណយកសតិបញ្ញាមកត្រេះរិះពិចារណាទាំងអស់គ្នាព្រោះសប្តាហ៍ខ្ញុំជាអ្នករៀនខ្ញុំប្រើកំណត់មែនតើដោយការនិយាយមួយគឺខ្ញុំឆ្លងកាត់ការគិតចឹងណាប៉ុន្តែសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកការដែលយើងស្ដាប់នឹងយកមកគិតទាំងអស់គ្នាថាវាសមហេតុផលអត់ថាអូខេនៅទីជនបទមានមានអីចឹងណាប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនពោពេញទៅដោយសេចក្តីប្រមាទព្រោះថាបើទោះបីជាវាមានពិតមិនពិតក៏យើងមិនត្រូវមានសេចក្តីប្រមាទដែរចាស់ស្ដែងដូចជាតាក់ទងជាមួយនឹងអាគមហ្នឹងណាគឺថាតាំងពីបុរាណហើយជំនឿខ្មែររបស់យើងណាតាក់ទងជាមួយនឹងមន្តអាគមវិជាការផ្សេងចាស់ស្ដែងក្នុងសម័យហ្នឹងគឺពុព្វបុរសរបស់យើងហ្នឹងគាត់តែងតែចេះមន្តវិជាការផ្សេងហ្នឹងដើម្បីការពារខ្លួនដើម្បីទុកប្រយុទ្ធណាហើយមានវិជាការផ្សេងសម្រាប់បំបាំងកាយហើយក៏ដូចជាអាឋានស្បែកតានអីចឹងទៅអាហ្នឹងគឺមានពិតណាអ្នកនរគ្នាប៉ុន្តែគ្រាន់តែថាសម័យក្រោយមកហ្នឹងគ្រាន់តែវាសាបអាលៀបប៉ុន្តែរឿងពីរហ្នឹងវាផ្សេងគ្នាទី1ល្អទី1អាក្រក់ប៉ុណ្្នឹងទេប្រាប់ដោយសតិបញ្ញាទាំងអស់គ្នាសង្ឃឹមថាបងប្អូនយល់ណាមួយទៀតបងប្អូនគ្នានៅពេលដែលអាបនឹងវាចេញរកស៊ីណានៅពេលដែលវាតាក់ឬមួយក៏ជាប់ស្អិតជាមួយនឹងពន្លាដែលมันអាចរើបំរាស់រួចណាឬមួយក៏ត្រូវជាមួយនឹងសិលលោកគ្រូណាមួយដែលចាប់បានគឺថារូបស្នងរបស់វាដែលជាមនុស្សនឹងក៏ដេកស្លាប់ភ្លាមនៅលើផ្ទះហ្នឹងណាគឺអត់អាចទៅណារួចទេហើយបើនិយាយទៅនៅក្នុងភូមិនានានៃស្រុកស្រែចំការអ្នកផងគឺតែងតែខ្លាចរអាមែនតើជាមួយនឹងអាបហ្នឹងហើយបើកាលណាអាបនេះមកទិញឬមកជ័យឬមកក៏សុំអ្វីមួយហ្នឹងគឺថាអ្នកស្រុកអ្នកភូមិគឺតែងតែបំពេញចិត្តរបស់គាត់ភ្លាមធ្វើយ៉ាងណាហ្នឹងកុំឲ្យគាត់ខឹងទាន់ព្រោះខ្លាចព្រលឹងអាបហ្នឹងមកធ្វើបាបឬមួយក៏យ៉ាងណាមកលើគ្រួសាររបស់ខ្លួនអញ្ចឹងបាទនិយាយជារួមទៅនៅពេលដែលអាបនឹងស្លាប់ដោយសារតែអាយុសង្ខារឬមួយក៏ដោយសារតែគ្រូខ្លាំងពូកែណាមួយហ្នឹងគឺអ្នកភូមិអ្នកស្រុកហ្នឹងគឺគាត់សប្បាយមែនតើព្រោះគាត់ឡើងមានអ្នកធ្វើទុកបុកម្នេញដល់ពួកគាត់មិនន័យថាអារម្មណ៍ខ្លាចណាគ្នាគឺអ្នកស្រុកអ្នកភូមិគឺគាត់មានអារម្មណ៍បែបហ្នឹងតើបងប្អូនគ្នាឥឡូវមកស្ដាប់ជាមួយនឹងប្រសាសន៍របស់លោកតាគឹមផុំបន្តទៀតហើយគាត់ក៏បាននិយាយថាគាត់ក៏ធ្លាប់រៀនជាមួយនឹងមុនគេថាខ្លះដែរសម្រាប់ការពារអំពីអំពើអាបឬមួយក៏សម្រាប់ចាប់អាបហ្នឹងណាកុំឲ្យធ្វើទុកបុកម្នេញសម្រាប់អ្នកស្រុករបស់គាត់ឬមួយក៏ទុកបណ្ដេញជាមួយនឹងអំពើអាក្រក់ចង្រៃទាំងឡាយទាំងពួងដែលយើងមើលអត់ឃើញណាដើម្បីកំចាត់ឲ្យខ្ចាត់ខ្ចាយចេញពីស្រុកភូមិណាកុំឲ្យមានជាមួយនឹងរបស់ទាំងអស់ហ្នឹងហើយបើនិយាយទៅក៏បំណងរបស់គាត់ហ្នឹងគឺជួយសង្គ្រោះអ្នកស្រុកកុំឲ្យមានការព្យាបាទពីអំពើទាំងឡាយហ្នឹងមានដូចជាអាបជាដើមអញ្ចឹងទៅជាញឹកញយជាងគេដែលគេអាចកត់សម្គាល់បានថាអ្នកជំងឺដែលត្រូវអំពើអាបហ្នឹងណាគឺទី1ហ្នឹងគឺចុកពោះហើយចុកហ្នឹងមិនមែនចុកលួចយើងចុកកាពះណាគឺចុកអ៊ូលណែនខ្លាំងតែម្ដងនៅសុកគឺចុកអ៊ូលណែនបែបហ្នឹងណាហើយបើនិយាយទៅដាក់ថ្នាំអីក៏ដាក់អត់ត្រូវដែរចង់ដាក់ប្រហែលថ្នាំក៏ដាក់អត់ត្រូវដែរបើនិយាយទៅគ្រូពេទ្យណាក៏អត់អាចមើលត្រូវដែរអ្នកទាំងអស់គ្នាហើយចំណុចទី2ហ្នឹងដែលគេអាចកត់សម្គាល់បានហ្នឹងគឺគេអង្គុយទៅលើកែវផ្នែករបស់អ្នកជំងឺចេះតែក្រឡាប់ចាក់ខុសផ្លែខុសពីធម្មតាណាបើអ្នកធម្មតាឈឺដោយសារតែការចុកកាពះគឺវាអត់មានអីទៅក្លាប់ចាក់ផ្នែកធម្មតាវាឈឺកាពះវាជារឿងធម្មតាប៉ុន្តែវាមិនដល់ថ្នាក់ខុសផ្លែកសភាពទាំងស្រុងទេហើយបើមានសញ្ញាខាងលើទាំងប្រមាណហ្នឹងណាបងប្អូនតន់ច្បាស់ទេអាចទៅអញ្ជើញជាមួយនឹងគ្រូណាដែលគាត់ប្រកែកផ្នែកសិលសាស្ត្រមន្តអាគមណាឲ្យគាត់ទូទីមើលថា
យើងត្រូវធ្វើគេឬមួយក៏យ៉ាងណាបញ្ជាក់ដល់គ្នាដើម្បីកុំឲ្យហួសពេលយើងអាចទៅរកគាត់ហើយទៅអញ្ចឹងក៏ជាការល្អដែរបញ្ជាក់បងប្អូនអរគ្នាយើងមួយទៀតនៅពេលដែលយើងទៅរកគ្រូណាមិនមែនសុទ្ធតែគ្រូទាំងអស់ហ្នឹងគឺសុទ្ធតែអាចដេញអាបហ្នឹងឲ្យចេញពីតួនៃស្នងរូបបានឡើយហើយពេលខ្លះហ្នឹងនៅពេលដែលគ្រូគាត់ខ្សោយក្នុងលក្ខខណ្ឌថាគ្រូគាត់ខ្សោយជាងអាបណាគឺថាសេពមុនយ៉ាងណាគឺមិនចេញពីខ្លួននៃតួអង្គរូបស្នងនឹងឡើយគឺនៅតែឈឺដដែលអញ្ចឹងហើយជួនកាលហ្នឹងក៏ពេលខ្លះហ្នឹងក៏អាបហ្នឹងមកលក់លើជាមួយនឹងលោកគ្រូតាមរយៈអ្នកជំងឺណាពេលខ្លះក៏លីនអណ្ដាតខំអណ្ដាតឬមួយក៏ពេបមាត់ដាក់លោកគ្រូអញ្ចឹងទៅហើយពេលខ្លះទៀតហ្នឹងក៏ពោលពាក្យមិនសមរម្យទៅកាន់គាត់ណាមានដូចជាពាក្យពេលខ្លះនិយាយថាយើងមិនខ្លាចឯងទេឯងចេញឲ្យឆ្ងាយឯងធ្វើអីយើងមិនបានអីលក្ខណៈថាអញ្ចឹងណាអ្នកនរគ្នាគឺវាអត់ខ្លាចទេនៅពេលដែលលោកគ្រូខ្សោយជាងវាប៉ុន្តែបើក្នុងលក្ខណៈថាលោកគ្រូនឹងគាត់ខ្លាំងខាងសិលសាស្ត្រមុនគេថាវិញណាគឺគាត់មានសមត្ថភាពឬមួយក៏មធ្យោបាយដ៏ស័ក្តិសិទ្ធិណាមួយអញ្ចឹងណាដើម្បីបណ្ដេញឬមួយក៏ក្រាបអាបនឹងឲ្យខ្លោបខ្លាចជាងទៅឲ្យចាញ់ឬចាប់ចងអាបនឹងសួរចម្លើយឲ្យប្រាប់ឈ្មោះទីកន្លែងដែលវារស់នៅគ្រូខ្លាំងអាចធ្វើឲ្យអាបឈឺចាប់និងត្រហោយំអង្វរញ័រដៃញ័រជើងអញ្ចឹងទៅហើយក៏សន្យាថាឡើងធ្វើបាបអ្នកស្រុកអ្នកភូមិទៀតហើយតាមរយៈសម្ដីរបស់អ្នកជំងឺអាបដែលអង្វរលោកគ្រូនឹងថាណាសូមមេត្តាកុំសម្លាប់ខ្លួនឯងព្រោះខ្លួននឹងមានកូននៅក្នុងបន្ទុកច្រើនមែនតើបើលោកគ្រូសម្លាប់ខ្លួននឹងចោលកូនឲ្យនៅកំព្រាលំបាកវេទនាចាក់ជាពំខានអានឹងបើតាមសម្ដីរបស់អាបណាជាទូទៅនៅពេលដែលត្រូវបានលោកគ្រូបង្ក្រាបវាគឺវាតែងតែមានចម្លើយសារភាពក៏ដូចជាសុំអង្វរទៅកាន់លោកគ្រូគឺបែបហ្នឹងបាននិយាយមែនទៅគ្រូខ្មែរយើងភាគច្រើននឹងជ្រួលជ្រាបជាមួយនឹងពាក្យព្រាហ្មណ៍ប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពីព្រោះឯប្រទេសកម្ពុជារបស់យើងគឺកាន់ភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដែលមានបាវចនាជាតិសាសនាព្រះមហាក្សត្រណាម្ល៉េះហើយគឺគាត់តែងតែមានជាមួយនឹងសេចក្តីមេត្តាអត់ទោសន្តោសប្រកបនៃដល់អាបផងដែរប៉ុន្តែគ្រាន់តែថាក្នុងគោលបំណងនឹងជួយមនុស្សដែលទេអ្នកទាំងគ្នាតែគាត់នៅដើរផ្ទុយទៅប៉ុណ្្នឹងទេហើយមួយទៀតនៅពេលដែលគាត់សន្តោសប្រកបនៃទៅដល់អាបហ្នឹងគាត់គ្រាន់តែវាយដំដោយរិទ្ធអំណាចនៃមន្តអាគមរបស់គាត់ប៉ុន្តែគាត់អត់សម្លាប់ទេហើយរឿងដែលយើងត្រូវដឹងមួយទៀតហ្នឹងគឺថានៅពេលដែលគេសម្លាប់ជាមួយនឹងបលឹងអាបហ្នឹងណារូបអ្នកដែលស្នងនៃតួអាបហ្នឹងដែលចូលសន្ធិដ្ឋហ្នឹងណាក៏ស្លាប់ដែរធម្មតាគ្រូគាត់តែងតែមានជាមួយនឹងចិត្តធម៌អាណិតទាំងអ្នកជំងឺអាណិតទាំងអាបអញ្ចឹងណាចង់ឲ្យរស់នៅដាច់ដោយឡែកពីគ្នាអញ្ចឹងទៅអាបរស់ដោយអាបមនុស្សរស់ដោយមនុស្សក៏ដូចជាជួយសង្គ្រោះអ្នកជំងឺឲ្យឆ្លងផុតពីអំពើអាបផងដែរអ្នកទាំងអស់គ្នាម្ល៉េះហើយគាត់ក៏មានសេចក្តីមេត្តាសន្តោសប្រោសប្រណីឲ្យអាបនឹងរស់នៅតាមដំណើរនៃជីវិតរបស់វាអញ្ចឹងទៅហើយក៏ដាច់ខាតគឺហាមធ្វើអំពើអាក្រក់បន្តទៀតណានៅពេលដែលមកធ្វើជាមួយនឹងអំពើអាក្រក់បន្តទៀតគាត់នឹងដាក់កំហិតមែនតែនដាច់ខាតគឺត្រូវតែសម្លាប់ចោលតែម្ដងក្នុងលក្ខខណ្ឌណាមួយណាឥឡូវយើងមកដឹងពីរបៀបនៃការចាប់អាបក៏ដូចជាវាបណ្ដេញអាបហ្នឹងណារបស់លោកតាកំផងដែលជាអ្នកជំនាញផ្នែកចាប់អាបហើយគាត់ក៏បានប្រាប់ផងដែរថានៅក្នុងភូមិក្នុងស្រុកហ្នឹងណាគឺថាអាបខ្លោបខ្លាចជាមួយនឹងគាត់មែនតែនហើយគាត់ក៏បាននិយាយទៅប្រាប់ប្រតិចាមេបណ្ណៈលោកដែលជាអ្នកយកការណាហើយគាត់ថាមុនដំបូងដែលគេរៀបចំនៃពិធីហ្នឹងគឺគេយកប្រេងដូងមកសូត្រជាមួយនឹងមុនគេថាបាលីអញ្ចឹងទៅយកមកចងជាមួយនឹងកដៃកជើងហើយក៏ដូចជាយកអំបោះមកចងជាមួយនឹងកដៃទាំងពីរកជើងទាំងពីរព្រមទាំងចងករបស់អ្នកជំងឺផងដែរណាហើយនឹងវាយអ្នកជំងឺក្នុងនៃឧបកិច្ចទេមិនវាយខ្លាំងទេជាមួយនឹងធាងក្តានទៅណាវាយល្មមមកដាស់សតិរបស់អ្នកជំងឺហើយនៅពេលដែលគេវាយហ្នឹងក៏គេសូត្រជាមួយនឹងបាលីមានដូចតទៅពុទ្ធាំងប៉ុណ្ណឹងសោឆាយៈធម្មយ៉ាងប៉ុណ្ណឹងសោឆាយៈសង្ឃយ៉ាងប៉ុណ្ណឹងសោឆាយៈគេសូត្របណ្ដាគេផ្លុំបណ្ដាអញ្ចឹងទៅហើយក៏ចងកដៃកជើងរបស់អ្នកជំងឺក៏ដូចជាចងកផងដែរចងករបស់អ្នកជំងឺណាជាមួយនឹងអំបោះហ្នឹងហើយក៏គេសូត្របាលីនេះដើម្បីខ្ចប់ទ្វារទាំង5មិនឲ្យអាបនឹងចេញទៅណារួចទេគេធ្វើក្នុងន័យនេះដើម្បីវិច្ចខ្ចប់ជាមួយនឹងវិញ្ញាណរបស់អាបហ្នឹងណាកុំឲ្យទៅធ្វើបាបជាមួយនឹងរបៀនអំពើរបស់ខ្លួនបន្តទៀតបើនិយាយរួមទៅគឺបាលីមានពីរបែបអ្នកទាំងអស់គ្នាទី1ហ្នឹងគឺវិច្ចខ្ចប់ទ្វារទាំង5មិនឲ្យអាបចេញណាហើយទី2ហ្នឹងគឺសូត្របាលីមួយបែបទៀតហ្នឹងគឺមិនឲ្យអាបហ្នឹងធ្វើសកម្មភាពអ្វីបានបន្តទៀតបានន័យថាគ្រូគាត់រងប្រយ័ត្នមែនតើព្រោះថាខ្លាចវាធ្វើសកម្មភាពបន្តទៀតណានៅពេលដែលគាត់ចងមិនជាប់មួយទៀតបងប្អូនគ្នាបើកាលណាគេចងជាមួយនឹងច្រកទ្វារទាំង5នឹងរួចហើយហ្នឹងក៏ពុំតាន់អាចធានាឬមួយក៏ទុកចិត្តបានថាអាចវិខ្ចប់អាបនឹងទាំងស្រុងណាมันអាចឲ្យចេញមកធ្វើបាបគេបានទេបានន័យថាវាមានក្នុងលក្ខខណ្ឌមួយថាវាមិនតាន់សុវត្ថិភាពទាំងស្រុងណាដូច្នេះហើយដើម្បីឲ្យច្បាស់លាស់និងប្រើវិធានការ
ទី2មួយទៀតគឺគេចងអាប់មួយចងទៀតដើម្បីចងអាប់ហ្នឹងគឺគេត្រូវសូត្រជាមួយនឹងបាលីដែលបាលីហ្នឹងគឺជាចំណងឧបកុតដែលមានដូចតទៅពុណ្ណังមហាពុណ្ណังនរេពុណ្ណังមហានរេពុណ្ណังតថេរាំងអ្នកថេហេដើម្បីតែរត់ចំណងអាបហ្នឹងឲ្យកាន់តែតឹងឡើងណាធ្វើឲ្យអាបហ្នឹងមានការឈឺចាប់វេទនាអញ្ចឹងទៅគេសូត្របាលីមួយបែបទៀតគឺសូត្រផងវាផងណាវាអ្នកជំងឺហ្នឹងប៉ុន្តែមិនមែនវាខ្លាំងទេវាតិចណាចង់បញ្ជាក់អញ្ចឹងហើយក៏សូត្រជាមួយនឹងបាលីដូចតទៅពុណ្ណังមហាពុណ្ណังនរេពុណ្ណังមហានរេពុណ្ណังឧបកតថេរាំងអ្នកថេហេអធិស្ឋានខ្លាំងមែនតើបងប្អូនគ្នាប្រសិនបើខ្ញុំអានជាមួយនឹងភាសាបាលីខាងលើណាខុសអីក៏សូមអធិស្ឋានផងខ្ញុំជឿថាមានបងប្អូនខ្លះគាត់ស្ដាប់ហើយគាត់ចង់រៀនតាមឬមួយក៏គាត់តារាទុកក្នុង note សភៅរបស់គាត់ណាប៉ុន្តែអាចស្ដាប់ផ្ទៀងស្ដាប់មួយទៅព្រោះខ្ញុំលំអិតដែរខុសត្រូវអីក៏សូមអធិស្ឋានអាច contact មកសួរខ្ញុំផ្ទាល់ក៏បានដែរហើយបើយើងចេះក៏កាន់តែល្អដែរប៉ុន្តែរៀនត្រូវតែមានតំណមឬមួយក៏មានគ្រូបញ្ជាក់បន្ថែមណាកុំឲ្យរៀនដោយខ្លួនឯងអានឹងវាមានតំណមចឹងដែរណាអានឹងយើងអាចសិក្សាស្វែងយល់ឬមួយក៏សុំគ្រូណាមួយដែលយើងចង់រៀនចង់ចេះណាខ្ញុំrecommend អ្នកនរគ្នាប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំចង់ប្រាប់ពីរបៀបរយៈនៃកម្មវិធីដែលគេធ្វើកិច្ចទាំងអស់ណាមានតាមដំណាក់កាលទី1ទី2ចឹងណាមានជាន់កលៈដើម្បីឈានទៅដល់ក្រាបអាបបានទាំងស្រុងចឹងទៅសង្ឃឹមថាបងប្អូនយល់ហើយមួយទៀតបើនិយាយទៅនេះបើតាមការលើកឡើងរបស់លោកតាគឹមផងណាដែលគាត់ជាគ្រូរបៀនដោះអំពើអាបអញ្ចឹងទៅក៏គាត់ប្រាប់ជាមួយនឹងរបៀនទាំងអស់ហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពីអ្វីដែលខ្ញុំនិយាយបន្ទាប់ពីលោកគ្រូសូត្របាលីជន់បើលើកជា2លើកណាដើម្បីចងជាមួយនឹងអាបបលឹងអាបហ្នឹងមិនឲ្យទៅធ្វើបាបយីចំពោះអ្នកដទៃឬមួយក៏នៅក្នុងខ្លួនរបស់អ្នកជំងឺហ្នឹងណាកុំឲ្យធ្វើទុកទៅលើអ្នកជំងឺអញ្ចឹងនៅពេលនោះដែរអាបដែលនៅស្ថិតនៅក្នុងខ្លួនរបស់អ្នកជំងឺហ្នឹងក៏ត្រហូរយំយ៉ាងខ្លាំងមែនទែនដោយពុំអាចទ្រាំទ្រជាមួយនឹងសិលមន្តគាថារបស់លោកគ្រូអញ្ចឹងទៅហើយអាបនោះក៏សុំវល់ទៅកាន់លោកគ្រូឲ្យលោកគ្រូហ្នឹងបើកជាមួយនឹងច្រកទ្វារឲ្យខ្លួនចេញព្រោះវាថាវានិយាយទៅកាន់គ្រូណាវាថាវាខ្លោបខ្លាចជាមួយនឹងអំណាចរដ្ឋាភិបាលរបស់លោកគ្រូហើយវារៀងចាលហើយវាឡើងទៅធ្វើបែបជាមួយនឹងនរណាគេទីរ៉ៃវានិយាយណាប៉ុន្តែលោកគ្រូដែលគាត់មានបទពិសោធន៍ណាវាគ្រាន់តែជាពាក្យនិយាយឲ្យទៅចេញពីមាត់ទេព្រោះពួកនឹងវាមិនតែស្មោះត្រង់បើវាស្មោះត្រង់វាមិនមែនបើធ្វើអំពើទៅលើមនុស្សដែលស្មោះត្រង់មនុស្សដែលល្អទេអ្នកនរគ្នាហើយលោកគ្រូគាត់អត់ចាញ់ពាក្យអង្វរករបស់អាបនឹងដែរគឺលោកគ្រូនិយាយថាមានតែផ្លូវមួយឯងនិយាយទៅកាន់អាបណាដែលនៅក្នុងខ្លួនរបស់អ្នកជំងឺនឹងគឺមានតែផ្លូវមួយទេបែរចង់ចេញណាគឺផ្លូវវចរៈមគ្គដែលក្នុងភាសាបាលីគេនិយាយចឹងណាបើនិយាយភាសាខ្មែរគឺលិមុឬមួយក៏តាមផ្លូវលិមុអាចអីចឹងទៅវារឿងចេះឆ្អាតិចប៉ុន្តែបើសិនក្នុងលក្ខខណ្ឌថាវាចេញតាមនឹងមែនណាគឺថាវាអាម៉ាស់សម្រាប់អាបហ្នឹងហើយនឹងវាសាបជាមួយនឹងអត្តពលគឺវាមិនអាចទៅធ្វើបាបនរណាទៀតនៅពេលដែលវាចេញហើយណាប៉ុន្តែបើគ្រូមានមហិទ្ធិឫទ្ធិខ្លាំងណាបើឯងមិនចេញក៏គង់តែចេញដែរព្រោះវាមិនអាចទ្រាំទ្រជាមួយនឹងការវាយដំពីចំណងរិទ្ធដនណែនរបស់លោកគ្រូផងដែរក៏សម្រេចចេញតាមទ្វារវជ្ជរៈហ្នឹងទៅអាហ្នឹងបើក្នុងលក្ខខណ្ឌថាវាទ្រាំអត់បានណាដោយសារតែបាលីរដ្ឋាអំណាចរបស់គ្រូខ្លាំងមែនតើបាលីចងអាបឬមួយក៏បាលីវេអាបហ្នឹងណាគឺថាបើនិយាយទៅគឺមានច្រើនទៀតនៅទាំងគ្នានេះបើតាមការសង្ខេបឬមួយក៏និយាយពីលោកប្រធាចារ្យមេបណ្ណាណាគាត់ថាមានច្រើនប៉ុន្តែគ្រូបាលីហ្នឹងគាត់ប្រើតែបាលីគាថាទាំងប្រមាណដែលមានប្រសិទ្ធភាពណាតែបើនិយាយពីមុនគាថាណាគឺមានច្រើនបែបច្រើនយ៉ាងមែនតើដើម្បីការពារណាព្រោះថាក្រែងលោថាគាថាខ្លះហ្នឹងមិនសូវមានប្រសិទ្ធភាពគេតម្រូវប្រើគាថាផ្សេងទៀតចឹងទៅដើម្បីតតែត្រូវជាមួយនឹងប្រសិទ្ធភាពតតែបង្ក្រាបបានចឹងទៅទើបគេឈប់ចំពោះអាបណាដែលមានភាពខុសខើកាយសាហាវណាធ្វើបាបអ្នកស្រុកអ្នកភូមិខ្លាំងពេកណានៅពេលនោះគឺមានលក្ខខណ្ឌមួយដែរគឺសម្រាប់ចោលតែម្ដងករណីបែបនេះគឺមិនអាចលើកឡើងតែម្ដងអ្នកទាំងគ្នាប៉ុន្តែបើនិយាយពីសពថ្ងៃយើងនេះគឺថាវារឿងស្ថាបលេបខ្លះហើយសម្រាប់សម័យបច្ចុប្បន្នណាគឺថាតាមទីជនបទគឺឡើងមានអាបទៅហើយប៉ុន្តែអាចថានៅតំបន់ខ្លះក៏នៅតែមានណាប៉ុន្តែគ្រាន់តែថាយើងមិនដឹងនៅតែមានចឹងគ្រាន់តែថាតិចអញ្ចឹងណាព្រោះវាខ្លោបខ្លាចជាមួយនឹងប្រតិអំណាចគ្រូដែលគាត់ពូកែណាហើយណាមួយវាសម័យកាន់តែជឿលឿនចឹងទៅអារបស់ទាំងអស់ហ្នឹងពេលខ្លះវាសាបលីបទៅតាមនឹងដែរអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយអារម្មណ៍របស់ខ្ញុំមួយខ្ញុំជឿថាបើឧទាហរណ៍ណាបើថាក្នុងលក្ខណៈឬមួយក៏លក្ខខណ្ឌណាមួយណាអាបមិននៅដល់
បច្ចុប្បន្នគឺថាមិនដឹងពិបាករស់នៅមិនទេព្រោះធម្មតាសម័យបច្ចុប្បន្នគឺមនុស្សម្នារស់នៅដុំគ្នាមែនតើហើយមិនមែនដូចពីមុនណាផ្ទះនៅវិលពីគ្នាណាឥឡូវបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងគាត់នៅផ្ទះក្បែរគ្នាសឹងថាជាប់គ្នាមិនផុតពីគ្នាទេហើយចង់ឡងបន្លាចឬមួយក៏ចង់ធ្វើបាននរណាម្នាក់គឺពិបាកមែនតើអានេះខ្ញុំនិយាយក្នុងលក្ខណៈថាបើវាដកកមកណាដកកមកស៊ីជាមួយនឹងរបស់អ្នកស្រុកអ្នកភូមិប៉ុន្តែបើក្នុងលក្ខណៈថាវាមកចូលសន្ធិដ្ឋអានឹងយើងពិបាកដែរព្រោះអានឹងគេថាផ្លូវក្នុងណាអានឹងខ្ញុំមិននិយាយហើយក៏ខ្ញុំមិនប្រមាថដែរប៉ុន្តែបើក្នុងលក្ខណៈថាបើវាមកជាមួយនឹងកណាគឺថាគេទាញទូរស័ព្ទថតភ្លាមហើយដឹងតែផ្អើលពេញ Facebook មកសម្រាប់ខ្ញុំក៏ចឹងដែរនៅពេលដែលឃើញគឺដឹងតែផ្អើល Facebook ហើយថតទុកមើលចែកគ្នាមើលព្រោះអត់ដែរឃើញអាបទេហើយសម្រាប់អ្នកគ្នាគិតយ៉ាងណាដែរថងចំណុចហ្នឹងចូល comment ខាងក្រោមឲ្យខ្ញុំបានដឹងផងតើបងប្អូនគ្នាបន្ទាប់ពីយើងបានស្ដាប់ជាមួយនឹងចំណុចទី1ដែលតកតងជាមួយនឹងអំពើអាបណាដែលមានពីរបៀងការផ្សេងដែលលោកគ្រូគាត់បានកំចាត់យើងបានដឹងឥឡូវមកស្ដាប់តកតងជាមួយនឹងចំណុចទី2ម្ដងដែលតកតងជាមួយនឹងអំពើធ្មប់ណាដែលគេជឿថាអំពើធ្មប់នឹងវាកាចសាហាវនិងខុសខើយ៉ាងក្រៃលែងមែនទែនបើនិយាយទៅគុណ10គុណ20ទៅលើអំពើអាបវាខ្លាំងមែនទែនណាឡើងទៅស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាជំរាបជូនបងប្អូនទាំងអស់គ្នានេះបើយោងតាមប្រសាសន៍របស់លោកប្រតិចាមេឃបណ្ណាណាគាត់ក៏បានសួរទៅកាន់លោកគ្រូទាំង3ណាសម្រាប់លោកគ្រូទាំង3គាត់ក៏មានប្រសាសន៍តកតងជាមួយនឹងអំពើធ្មប់ហ្នឹងណាគាត់និយាយថាតកតងជាមួយអំពើធ្មប់ហ្នឹងគឺវាមានភាពសាហាវយោងខ្នងមែនទែនគឺថាវាកាយសាហាវនៅពេលដែលគេធ្វើអំពើហ្នឹងទៅលើនរណាម្នាក់គឺជៀសមិនផុតពីការស្លាប់ទេលុះត្រាតែមានវិធីសាស្ត្រឬមួយក៏គ្រូណាម្នាក់ដែលតកតងជាមួយនឹងរបៀងអាគមគាត់ស្ទាត់ជំនាញមែនទែនណាអាចថាខ្លាំងលើសទ្រូធ្មប់នឹង4ទៅ10 20ដងនោះបានអាចដោះជាមួយនឹងអំពើធ្មប់នេះបានហើយអ្នកស្រុកអ្នកភូមិហ្នឹងគឺគេតែងតែភ័យខ្លាចជាមួយនឹងអំពើនេះណាគឺគេមិនចង់ជួបទេនៅពេលតែជួបហើយគឺថាសឹងតែថាអ្នកនរគ្នាគេអត់ផុតតែម្ដងណាគេអត់ផុតពីសេចក្តីស្លាប់ហើយនឹងវេទនាបំផុតនិយាយមែនមុននឹងស្លាប់ហ្នឹងបើនិយាយជារួមទៅរបៀបនៃការធ្វើអំពើរបស់គ្រូធ្មប់គឺមានច្រើនវិធីមែនតើច្រើនរបៀបច្រើនវិធីចឹងទៅប៉ុន្តែលោកប្រធាចារ្យមេឃបណ្ណាគាត់យកតែ4ចំណុចទេមកជម្រាបជូនយាយតាអំពូមីងក៏ដូចខ្ញុំយកមកជូនយាយតាអំពូមីងជាការស្ដាប់កំសាន្តផងដែរតើបងប្អូនគ្នាមកស្ដាប់ទាំង4ចំណុចជាមួយនឹងខ្ញុំទាំងអស់គ្នាបើនិយាយទៅគេដៅកខកខងអញ្ចឹងណាឥឡូវមកស្ដាប់តាក់ទងជាមួយនឹងទី1ហ្នឹងគឺជាការប្រើជាមួយនឹងកន្ត្រៃមាសកន្ត្រៃប្រាក់បើតាមពិតទៅកន្ត្រៃមាសកន្ត្រៃប្រាក់ហ្នឹងមិនមែនជារបស់អីចម្លែកទេគឺកន្ត្រៃដែលគេធ្វើពីដែកធម្មតាប៉ុន្តែគ្រាន់តែគេហៅកន្ត្រៃមាសកន្ត្រៃប្រាក់យ៉ាងដូចហ្នឹងអញ្ចឹងទៅដោយសារតែគេចង់លើកដំកើងជាមួយនឹងអត្តពលណាដើម្បីឲ្យទៅកាត់ជាមួយនឹងពុះវារបស់ជនរងគ្រោះសម្រាប់ចំណុចទី2គឺជាការធ្វើឲ្យស្បែកមិនដឹងថាស្បែកអីស្បែកគោស្បែកក្បីអីចឹងទៅឲ្យចូលទៅក្នុងពោះរបស់ជនរងគ្រោះបើកាលណាស្បែកគោនឹងចូលទៅក្នុងពោះរបស់ជនរងគ្រោះនឹងស្បែកនោះវាចេះតែរីកធំឡើងជាលំដាប់ណាធ្វើឲ្យជនរងគ្រោះនឹងកាន់តែតឹងពោះហើយវេទនាមែនតើណារហូតដល់ស្លាប់អាចត្រង់ចំណុចនឹងខ្ញុំកត់សម្គាល់ណាដែលខ្ញុំបាននិយាយខាងដើមដែលខ្ញុំនិយាយថាខ្ញុំនឹងជ្រោជ្រាបជាមួយនឹងសាច់រឿងតទៅជាមួយនឹងគ្រួសាររបស់ខ្ញុំខ្លះណាអាចចំណុចត្រង់នេះនឹងខ្ញុំសង្ស័យធំជាងគេថារបៀងអំពើហ្នឹងវាអាចប៉ះពាល់ជាមួយនឹងឪពុករបស់ខ្ញុំប៉ុន្តែឥឡូវយើងចូលទៅដល់ចំណុចទី3ទាំងអស់គ្នាសម្រាប់ចំណុចទី3តកតងជាមួយនឹងដៃគោឬមួយក៏កន្លះឬមួយក៏មជុលឲ្យចូលទៅក្នុងសារពាង្គកាយរបស់ជនរងគ្រោះទាំងមូលណាធ្វើឲ្យចុកចាប់វេទនាលក្ខណៈថាឈឺអុចណាលក្ខណៈថាពិបាកក្នុងការទ្រាំហើយក្តៅក្រហាយមែនតើនៅក្នុងខ្លួនរបស់គេហ្នឹងណាឥឡូវមកស្ដាប់ជាមួយនឹងចំណុចទី4សម្រាប់ចំណុចទី4ហ្នឹងគឺវាកាយសាហាវមែនតើអ្នកនរគ្នាគឺការប្រើកោបាស្នាតេសដើម្បីបាញ់សម្លាប់អ្នកជំងឺក្នុងពិធីបាតុកិច្ចគ្រូធ្មប់ដែលធ្វើអំពើហ្នឹងគឺមូលហេតុហ្នឹងគឺមាន2យ៉ាងដែរទី1ហ្នឹងគឺការសងសឹកដោយផ្ទាល់ខ្លួនគុំគួនជាមួយទៅនឹងនរណាម្នាក់អីចឹងទៅសម្រាប់ទី2ហ្នឹងតាក់ទងជាមួយនឹងការពឹងពាក់ឬមកត្រូវបាននរណាម្នាក់ជួលឲ្យលោកគ្រូហ្នឹងសម្លាប់ទៅលើជនរងគ្រោះម្នាក់ហ្នឹងចឹងទៅអូយពិតជាកាយសាហាវមែនទាំង4ចំណុចហ្នឹងគឺខ្ញុំនិយាយមែនណាគឺសាហាវមែនតើណាគឺគ្មានកន្លែងណាទាស់តែម្ដងគឺសាហាវគ្រប់ចំណុចតែម្ដងឥឡូវមកស្ដាប់ជាមួយនឹងចំណុចទី1ជាមួយនឹងខ្ញុំទាំងអស់គ្នាសម្រាប់ចំណុចទី1គឺក៏ការធ្វើអំពើដោយការប្រើប្រាស់កន្ត្រៃមាសឬក៏កន្ត្រៃប្រាក់ចឹងទៅជាកិច្ចដំបូងបង្អស់ហ្នឹងគឺគ្រូធ្មប់ហ្នឹងគឺតែងតែអុជធុកឬមួយក៏ទានទៅលើហង្រណ្ដាប់របស់គ្រូគេចឹងទៅហើយក៏ចាប់ផ្ដើមសូត្រជាមួយនឹងបាលីគិថាទៅលើកន្ត្រៃមាសកន្ត្រៃប្រាក់របស់គេហើយដោយដាក់កន្ត្រៃមាសកន្ត្រៃប្រាក់ហ្នឹងទៅលើជើងពៀនទូចមួយហើយក៏ចាប់ផ្ដើមអង្គុយភាវនាហើយក៏យកច
ចង្កឹះមួយគូហ្នឹងអង្គុយវាយទៅលើកន្ត្រៃមាសកន្ត្រៃប្រាក់នឹងបណ្ដាសូត្រហើយវាយ៉ាងនេះតតែកន្ត្រៃហ្នឹងវាកម្រើកណាហើយក៏ចាប់ផ្ដើមហោះហើរយ៉ាងលឿនមែនតើលឺសូរដូចកន្លងហោះហើរអញ្ចឹងណាហើយសម្រាប់កន្ត្រៃសិលហ្នឹងនៅពេលដែលវាហោះហើរទៅទីតាំងរបស់ជនរងគ្រោះហើយគឺវាមានទំហំតូចមែនតើណាបញ្ជាក់អ្នកអូខេគឺតូចមែនតើគឺមើលអត់ឃើញទេតូចច្រើនមែនតើបើនិយាយទៅមិននៅសភាពនៅកន្ត្រៃកាលដែលជាកន្ត្រៃឧបកិច្ចណាមិនលក្ខណៈអញ្ចឹងណាគឺថានៅពេលដែលវាទៅគៀកជនរងគ្រោះមែនតើណាគឺកន្ត្រៃហ្នឹងคล้ายទៅជារុយឬមួយក៏คล้ายទៅជាសត្វល្អិតឬមួយក៏คล้ายទៅជាអ្វីមួយដែលមនុស្សមើលមិនឃើញណាហើយចូលទៅក្នុងខ្លួនរបស់ជនរងគ្រោះតាមរយៈមាត់ឬមួយក៏តាមរយៈច្រមុះអីចឹងទៅពួកអានឹងសិតតែរន់អាចចូលបានណាចូលតាមរយៈអញ្ចឹងបើនិយាយឲ្យមែនតើនៅពេលដែលវាចូលទៅដល់ក្នុងពោះរបស់មនុស្សហ្នឹងក៏វាចាប់ផ្ដើមធ្វើឲ្យឈឺពោះអួលណែនឈឺចាប់ផ្សេងៗចឹងទៅគឺវេទនាពិបាកក្នុងការទ្រាំមែនតើណាមិនមែនដូចជាយើងឈឺកាពះធម្មតាទេឈឺកាពះធម្មតាយើងមានការភើឆ្អល់អួលណែននឹងវាចឹងក៏ពិតមែនប៉ុន្តែវាមានលក្ខណៈខ្លាំងដូចជាត្រូវអំពើគេទេអ្នកនរគ្នាបញ្ជាក់ណាត្រង់ចំណុចហ្នឹងគឺយើងសង្កេតមើលមែនតើនៅពេលដែលយើងមានបញ្ហាហ្នឹងហើយប្រសិនភ្លាមនោះគេដឹងថាជំងឺនេះគឺជាអំពើរបស់គ្រូធ្មប់ណាក្នុងលក្ខខណ្ឌថាអូខេអ្នកទាំងអស់គ្នាត្រូវឬមួយក៏នរណាម្នាក់ត្រូវដឹងភ្លាមណាគឺអាចទៅជាមួយនឹងលោកគ្រូមុនដល់គុំដែលគាត់ខ្លាំងពូកែខាងសិលសាស្ត្រពូកែណាជាមួយនឹងឆ្នាំខ្មែរក៏ដោយគឺអាចដាក់ជាមួយនឹងមុនគេថាខ្លះទៅអាចធ្វើឲ្យកន្ត្រៃមាសនិងកន្ត្រៃប្រាក់ហ្នឹងធ្លាក់ភ្លាមគឺគេអាចជួយរំដោះជីវិតអ្នកជំងឺហ្នឹងឲ្យរួចផុតជីវិតបានបញ្ជាក់អ្នកទាំងអស់គ្នាភ្លាមអាហ្នឹងគឺគេអាចជួយបានប៉ុន្តែបើក្នុងលក្ខខណ្ឌថាទុកយូរថ្ងៃយូរខែមែនតើហ្នឹងគឺជួយលែងបានហើយគឺបានន័យថាអ្នកជំងឺហ្នឹងគាត់រិស័យគាត់កាន់តែធ្លាក់ក៏ដូចជាជំងឺគាត់កាន់តែខ្លាំងណាគឺជួយលែងបានហើយបើមិនបានចាប់អារម្មណ៍ចំពោះរឿងទាំងអស់ហ្នឹងទេគឺមានបញ្ហាធំមែនតើគឺប៉ះពាល់ដល់អាយុជីវិតមែនតើអ្នកគ្នាច្បាស់ជាស្លាប់ដោយសារតែធ្លាក់ឈាមតាមរយៈបាតបើយើងនិយាយមកទៅតាមរយៈវិជ្ជរៈណាគឺលីមួកតាមទ្វារគូតរបស់យើងហ្នឹងជាពុំខានទេគឺដាច់ខាតគឺមិនរស់ទេអ្នកគ្នាគឺដល់ដំណាក់កាលហ្នឹងគឺមិនរស់ទេសូមជម្រាបឥឡូវមកស្ដាប់ជាមួយនឹងចំណុចខទាំងអស់គ្នាការធ្វើអំពើដោយប្រើកន្លះម្ជុលឬមួយក៏ដៃគោលហើយបើនិយាយទៅការធ្វើអំពើដោយប្រើរបស់ទាំងនេះគឺមិនសូវខុសគ្នាពីរបៀបខាងលើប្រហែលទេអ្នកទាំងអស់គ្នាគ្រូថ្មគឺតែងតែយកវត្ថុទាំង3មុខហ្នឹងយកមកសាច់មុនឬមួយក៏បាលីគេថាដែលគេត្រូវសូត្រណាហើយក៏ចាក់កន្លះហ្នឹងទៅលើរូបតំណាងរបស់ជនរងគ្រោះដែលខ្លួនបានឆ្លាក់ដែលមានធ្វើពីកមូនសកមូនខ្មៅឬមួយក៏ដំឡូងមីឬមួយក៏ម្សៅឬមួយក៏ធ្វើពីឈើណាដែលពុកផុយអញ្ចឹងទៅដើម្បីងាយស្រួលក្នុងការចាក់ហើយបើនិយាយពីវិធីរបស់គេវិញណាគឺគេតែងតែយកមកជុលហ្នឹងណាដល់ទៅដើមទ្រូងរបស់ជនរងគ្រោះហើយនឹងយកកន្លះហ្នឹងចាក់ចូលទៅក្នុងពោះរបស់ជនរងគ្រោះឬមួយក៏យកដៃគោលហ្នឹងចាក់ចំពីក្បាលរបស់ជនរងគ្រោះតែម្ដងអ្នកទាំងអស់គ្នាគឺគោលបំណងរបស់គេហ្នឹងគឺដើម្បីឲ្យជនរងគ្រោះហ្នឹងឈឺចាប់ក្នុងពោះផងក្នុងទ្រូងផងក៏ដូចជាក្បាលផងក្នុងពេលតែមួយណាគឺពោលគឺធ្វើយ៉ាងណាឲ្យជនរងគ្រោះនោះស្លាប់ដោយអាភ័ព្វនិងវេទនាខ្លាំងមែនទែនដូចគេធ្វើទរណកម្មមុននឹងស្លាប់អញ្ចឹងណាគឺលក្ខណៈបែបហ្នឹងអ្នកទាំងអស់គ្នាមួយទីបងប្អូនគ្នានៅពេលដែលគ្រូថ្មហ្នឹងគាត់បានដាក់ជាមួយនឹងមុនគេថាខ្មៅរបស់គាត់ទៅលើបុគ្គលនឹងអ្នកជំងឺហ្នឹងណាគឺគាត់បានដាក់កម្រិតនៅក្នុងការបរិភោគអ្វីមួយខុសណាគឺគាត់កំណត់ទុកជាមុនឧទាហរណ៍នៅក្រោយពេលដែលគាត់បានចាក់កន្លះឬមួយក៏ម្ជុលឬមួយក៏ដៃគោលណាចូលទៅក្នុងខ្លួនរបស់ជនរងគ្រោះហើយគឺនៅពេលនោះគ្រូថ្មគាត់ឧបកិច្ចថានៅពេលដែលបុគ្គលហ្នឹងឬមួយក៏អ្នកជំងឺហ្នឹងហូបជាមួយនឹងសាច់ជ្រូកពេលណាគឺសូមឲ្យសិលនោះមុនអាគមនោះប្រតិកម្មភ្លាមធ្វើឲ្យអ្នកជំងឺរើឡើងភ្លាមស្លាប់ឬមួយក៏ឈឺអួលណែនចុកចាប់នៅពេលនោះតែម្ដងបើនិយាយទៅត្រង់ចំណុចនេះគឺមិនខុសអីពីយើងបរិភោគជាមួយនឹងបរិមាណនៃជាតិគីមីណានៅពេលដែលយើងហូបល្មមពេលខ្លះគ្រាន់តែចុកពោះរាករូសអីធម្មតាទេប៉ុន្តែនៅក្នុងលក្ខខណ្ឌណាមួយយើងហូបក្នុងបរិមាណខ្ពស់មែនតើណាគឺឈានដល់ការស្លាប់អានេះបើយើងនិយាយតាមវិជ្ជាជីវៈជាពេទ្យណាគឺមិនខុសអីទេពីមុនគុំហ្នឹងគឺលក្ខណៈបែបហ្នឹងអ្នកទាំងគ្នាហើយនៅក្នុងលក្ខខណ្ឌហ្នឹងក៏មិនមែនស្លាប់ភ្លាមដែរអ្នកទាំងគ្នានៅក្នុងពេលហ្នឹងណាគឺនៅពេលដែលគាត់រកគ្រូទាន់ឬមួយក៏គាត់ទៅអញ្ជើញជាមួយនឹងគ្រូណាដែលគាត់ខ្លាំងពូកែទាន់ពេលវេលាហ្នឹងគឺអាចជួយសង្គ្រោះបានផងដែរមិនដាក់ទៅស្លាប់ភ្លាមដោយខុសប្រក្រតីទេវាមានក្នុងលក្ខខណ្ឌដែរណាដូចថ្នាំពេទ្យអញ្ចឹងនៅពេលដែលយើងត្រូវជាមួយនឹងជាតិគីមីខ្លាំងមែនតើមិនដាក់ទៅស្លាប់ភ្លាមទេប៉ុន្តែវាមានបកាច់មានអាការៈដកខ្យល់អីផ្សេងៗហ្នឹងគឺវាមិនចឹងសង្ឃឹមថាយើងបានស្រាប់ជាមួយនឹងត្រង់ចំណុចនេះហើយយើងមាន
ការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាឥឡូវចូលមកដល់ចំណុចទី3គឺអក្សរកការធ្វើអំពើដោយស្បែកគោឬមួយក៏ស្បែកក្បីរបៀបនៃការធ្វើអំពើស្បែកគោឬក៏ស្បែកក្បីស្ងួតនេះបើតាមប្រធាចារ្យមេបណៈគាត់ក៏បានរៀបរាប់ណាគាត់រៀបរាប់ថាការធ្វើរណ្ដាប់ឬមួយក៏ពិធីបញ្ជូនសិលហ្នឹងណាគឺមិនខុសអីគ្នាប្រមាណពីរបៀបទាំងពីរខាងលើប្រមាណទេអ្នកនរគ្នាគឺលក្ខណៈដូចគ្នាទេជាកិច្ចដំបូងបង្អស់ហ្នឹងណាគឺគេត្រូវការជាមួយនឹងស្បែកគោឬមួយក៏ស្បែកក្បីមកផ្ទាំងធំមែនទែនយកមកសូត្រផ្លុំជាមួយនឹងមុនគេថារបស់គេហើយក៏គេវាជាមួយនឹងរំពាត់តិចអញ្ចឹងទៅរហូតដល់រួញនៅទូចមួយបើនិយាយទៅដូចយើងយកស្បែកគោមួយក៏ស្បែកក្បីហ្នឹងយកទៅហាលអញ្ចឹងណារួញទូចមែនទែនហើយក៏คล้ายទៅជាសត្វកន្លងនៅពេលនោះដល់ពេលវាคล้ายទៅជាសត្វកន្លងហើយក៏វាហើរឆ្ពោះទៅកាន់មនុស្សដែលគេចង់ធ្វើឬមួយក៏ជនរងគ្រោះដែលទទួលជាមួយនឹងស្បែកគោឬមួយក៏ស្បែកក្បីដែលប្រែទៅជាកន្លងហ្នឹងណាតាមរយៈមាត់ប៉ុន្តែក្នុងលក្ខខណ្ឌនេះមិនមែនចូលទៅមាត់របស់មនុស្សហ្នឹងទាំងកន្លងហ្នឹងទេគឺវាคล้ายទៅជាសត្វល្អិតមួយប្រភេទទៀតដែលអាចចូលតាមរយៈមាត់បានណានៅពេលដែលចូលទៅដល់ក្នុងមាត់របស់មនុស្សហើយប្រហែលថ្ងៃក្រោយមកហ្នឹងគឺស្បែកគោឬមួយក៏ស្បែកក្បីហ្នឹងចេះតែរីកធំឡើងអញ្ចឹងទៅធ្វើឲ្យពោះរបស់អ្នកជំងឺកាន់តែធំជាលំដាប់អ្នកទាំងអស់គ្នានៅក្នុងពេលជាមួយនឹងគ្នានោះផងដែរគឺអាចមានការជឿចាប់លំបាកវេទនាផ្សេងៗដូចជាការតឹងពោះឬមួយក៏ការហត់ពិបាកក្នុងការដកដង្ហើមឬមួយក៏ស្ទះខ្យល់អីចឹងទៅហើយបើនិយាយពីរបៀបនៃការធ្វើអំពើហ្នឹងណាគឺមិនខុសអីពីមុនទេហើយបើរកគ្រូមិនទាន់ឬមួយក៏គ្រូមិនសូវពូកែជនរងគ្រោះអាចស្លាប់ដោយសារតែធ្លីក្រពះជាពុំខានប៉ុន្តែបើក្នុងលក្ខខណ្ឌថារកគ្រូបានហើយគ្រូមានសិលវិជ្ជាខ្លាំងជាងឬមួយក៏ស្មើណាឬមួយក៏លើសគ្រូថ្មចឹងទៅអំពើនោះក៏អាចតបបានដែរគេអាចសេតមុនវិជ្ជាឬមួយក៏បន្សាបអំពើនោះរួចហើយក៏ផ្សំថ្នាំជាមួយអ្នកជំងឺណាឲ្យគាត់ផឹកចឹងទៅដើម្បីបញ្ចុះឬមួយក៏ទម្លាក់ឲ្យស្បែកក្បីហ្នឹងទម្លាក់មកតាមរយៈមាត់ឬមួយក៏គូរបស់គាត់អីចឹងទៅនៅពេលនោះផងដែរអ្នកជំងឺនឹងបានធូរពោះនិងជាសះស្បើយជាពុំខានអ្នកទាំងអស់គ្នាគឺដូចដើមវិញនៅពេលដែលខ្ញុំនិយាយចំចំណុចទី3នេះគឺខ្ញុំមានអារម្មណ៍ថាស្តៀងជាមួយនឹងជំងឺឪពុករបស់ខ្ញុំមែនតើប៉ុន្តែដោយសារតែយើងមិនជឿបើយើងនិយាយមួយម៉ាត់ទៅណាយើងមិនជឿទៅលើរឿងអបិយជំនឿប៉ុន្តែក្នុងន័យហ្នឹងគឺខ្ញុំមិនប្រមាថទេដោយសារតែខ្ញុំជាអ្នករៀនណាយើងនិយាយមួយម៉ាត់ទៅយើងរៀនផ្នែកវិទ្យាសាស្ត្រប៉ុន្តែយើងក៏មិនមានសេចក្តីប្រមាថដែរព្រោះយើងមកពីទីជនបទធ្លាប់ឮលោកយាយលោកតាគាត់និយាយប្រាប់ជាហោហែអញ្ចឹងទៅហើយខ្ញុំក៏ជាក្មេងមកពីទីជនបទម្នាក់ដែរអញ្ចឹងដាច់ខាតគឺខ្ញុំមិនមែនថាអូជឿឬក៏មិនជឿទាំងស្រុងទេវាមាន50 ចឹងទៅប៉ុន្តែនៅថ្ងៃនេះគឺខ្ញុំមកនិយាយចំណុចខ្លះដែលគួរឲ្យកត់សម្គាល់ហើយនឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយចាំចុងវីដេអូចាប់ខ្ញុំនិយាយលម្អិតឥឡូវយើងនិយាយសាច់រឿងរបស់យើងឲ្យចប់សិនណាប៉ុន្តែឥឡូវចូលបន្តិចចុះដោយមុនដំបូងហ្នឹងឪពុករបស់ខ្ញុំហ្នឹងកំឡុងដូចជាឆ្នាំ2021 22ចឹងនេះកាលហ្នឹងគាត់មកលេងខ្ញុំនៅភ្នំពេញហើយគាត់រកស៊ីការងាររបស់គាត់ណាការងាររបស់គាត់គឺបើតាមខ្ញុំដឹងតែមួយផ្នែកហ្នឹងគឺគាត់គប់ជេរដីប៉ុន្តែការងារខាងក្រោយរបស់គាត់រេរងផ្សេងទៀតក៏ខ្ញុំអត់ដឹងណាហើយនៅពេលមួយនោះគាត់បាននិយាយប្រាប់ខ្ញុំថាគាត់រកស៊ីជាមួយនឹងរបស់បុរាណវត្ថុបុរាណណាហើយវត្ថុបុរាណហ្នឹងអ្វីដែលខ្ញុំដឹងក្នុងចិត្តរបស់ខ្ញុំអត់ហ៊ានសួរគាត់ឲ្យប្រាប់ទេខ្ញុំដឹងក្នុងចិត្តរបស់ខ្ញុំគិតថាជាវត្ថុបុរាណមានដូចជាប៉ែងមានដូចជាក្អមមានដូចជារបស់វត្ថុបុរាណសម្រិតអីចឹងទៅអាហ្នឹងខ្ញុំគិតណាហើយសម្រាប់អ្នកនរគ្នាប្រហែលជាលឺវត្ថុបុរាណមួយដំបូងដឹងថាអ្នកទាំងអស់គិតអីប៉ុន្តែសម្រាប់ខ្ញុំគិតទៅលើរបស់ទាំងអស់ហ្នឹងប៉ុន្តែនៅពេលមួយហ្នឹងគឺខ្ញុំថ្មីនេះដែរខ្ញុំសួរបងប្អូនរបស់ខ្ញុំក៏ដូចជាខ្ញុំឆ្ងល់ណាខ្ញុំសួរទៅកាន់ម្ដាយរបស់ខ្ញុំដោយសារតែម្ដាយរបស់ខ្ញុំគាត់នៅសប្តាហ៍ថ្ងៃប៉ុន្តែឪពុករបស់ខ្ញុំគាត់បានមរណភាពទៅហើយខ្ញុំក៏បានសួរម្ដាយរបស់ខ្ញុំកាលនោះម៉ែរស់ស៊ីអីគេម៉ែការមកពេញណាដោយសារតែគាត់ជួបភ្ញៀវរបស់គាត់នឹងនៅពេញម្ដាយរបស់ខ្ញុំគាត់ក៏ឆ្លើយថាគាត់ជួញដូរជាមួយនឹងវត្ថុបុរាណមួយវត្ថុបុរាណហ្នឹងគឺតាក់ទងជាមួយនឹងរបស់ដែលគេយកមកធ្វើជាមួយនឹងអំពើអាបថ្មណាគឺតាក់ទងជាមួយនឹងកោបាអ្នកទាំងអស់គ្នាប្រហែលជាអ្នកទាំងអស់គ្នាស្គាល់ហើយខ្ញុំក៏បាននិយាយជាមួយនឹងកោបានឹងផងដែរប៉ុន្តែនៅចុងវីដេអូហើយអាហ្នឹងគឺជាចំណុចទី4របស់យើងណាគឺថាគាត់ជួញដូរលក្ខណៈបែបហ្នឹងហើយនៅពេលនោះគឺខ្ញុំអត់ដឹងសោះណាហើយខ្ញុំគិតតែរៀនដោយសារតែខ្ញុំគិតថាគាត់ជួញដូរវត្ថុបុរាណមិនដឹងជាវត្ថុបុរាណអីអាហ្នឹងយើងក្មេងយើងមិនទៅសួរដេញដោលចាស់ណាដោយសារតែគាត់ចាស់គាត់ដឹងគាត់ធ្វើអីហើយអញ្ចឹងបានអីចឹងណាហើយនៅពេលហ្នឹងក៏ខ្ញុំថ្មីហ្នឹងនៅពេលដែលខ្ញុំសួរហើយខ្ញុំមានការចម្លែកចិត្តក្នុង
ចិត្តមែនតើហើយជាក់ស្ដែងគឺខ្ញុំមកនិយាយតាក់ទងជាមួយនឹងរឿងអបិយជំនឿក៏ដូចជារឿងខ្មោចណាហើយក៏ដូចជាចំណុចខ្លះៗហ្នឹងគឺខ្ញុំអាចកត់សម្គាល់ក៏ដូចជាផ្ទៀងផ្ទាត់មួយគ្នាទៅគឺថាវាអាចមានបញ្ហាទៅដល់អ្នកជួញដូរហើយយើងអាចថាមានរឿងជាច្រើននៅក្រោយនឹងយើងអត់ដឹងណាហើយខ្ញុំក៏សម្រេចថាធ្វើជាវីដេអូមួយនឹងឡើងហ្មងទៅហើយខ្ញុំក៏និយាយតាក់ទងជាមួយនឹងតលហេកផ្សេងៗដើម្បីឲ្យវាមានខ្លឹមសារនៃសាច់រឿងមូលស្ដាប់សាច់រឿងតាក់ទងជាមួយនឹងអបិយជំនឿតែម្ដងហើយក៏ដូចជាលើករឿងតាក់ទងជាមួយនឹងរឿងអាចថាពិត 50% មិនពិត 50% ប៉ុន្តែចុងវីដេអូខ្ញុំនឹងនិយាយសង្ខេបមួយឲ្យអ្នកនរគ្នាស្ដាប់យល់អរគុណឥឡូវចូលទៅដល់វីដេអូរបស់យើងបន្តទៀតឥឡូវចូលទៅស្ដាប់ជាមួយនឹងចំណុចទី4បន្តទៀតគឺចំណុច core ឥឡូវមកស្ដាប់ជាមួយនឹងចំណុចទី4របស់យើងគឺចំណុចទី4ហ្នឹងរឿងពិសេសបន្តិចហើយក៏ដូចជារឿងវែងបន្តិចផងដែរហើយសង្ឃឹមអ្នកនរគ្នាស្ដាប់ទៅយល់ណាព្រោះខ្ញុំនិយាយមួយព្យាយាមនិយាយមួយមែនតើចង់ឲ្យអ្នកនរគ្នាស្ដាប់ទៅយល់ទាំងអត្ថន័យក៏ដូចជាចំណេះដឹងផងដែរហើយយើងទុកជាគតិពិចារណាក៏ដូចជាទុកជាការប្រុងប្រយ័ត្នផងដែរព្រោះវាសិតតែមានន័យខ្លឹមសាររបស់វាណាគឺបើមិនមានន័យខ្លឹមសារក៏ខ្ញុំមិនលើកមកជារឿងរបស់ខ្ញុំសម្រាប់ជូនពុកម៉ែបងប្អូនអរគ្នាប៉ុន្តែគ្រាន់តែពេលខ្លះខ្ញុំនិយាយមិនបានល្អអញ្ចឹងណាឥឡូវចូលទៅដល់ចំណុចទី4របស់យើងសម្រាប់ចំណុចទី4របស់យើងគឺនិយាយតាក់ទងជាមួយនឹងអក្សរ ខ ការធ្វើអំពើដោយការប្រើប្រាស់ជាមួយនឹងកោបាឬមួយក៏ស្នាដៃអញ្ចឹងទៅបើនិយាយទៅគ្រូថ្មភាគច្រើនគាត់ចេះវិជាទាំងពីរហ្នឹងជាមួយគ្នាតែម្ដងណាគឺកោបាស្នាដៃហើយបើនិយាយទៅពាក្យហ្នឹងគេប្រើជាមួយគ្នាតែម្ដងភ្ជាប់ជាមួយគ្នាណាគឺកោបាស្នាដៃគេនិយាយអញ្ចឹងទៅអាហ្នឹងយើងតែងតែលឺណាហើយសង្ឃឹមថាបងប្អូនអរគ្នាដែលតែងតែតាមដានជាមួយនឹងរបៀនអំពើឬមួយក៏តាក់ទងជាមួយនឹងអបិយជំនឿប្រហែលជាស្ដាប់បានជាមួយនឹងចំណុចហ្នឹងហើយគាត់តែនិយាយដល់ដឹងហ្មងហើយបើយើងខ្ញុំនិយាយខុសទៀតបងប្អូនកាន់តែដឹងថាអូខេអូនឯងនិយាយខុសត្រង់នេះអូខេខ្ញុំបើកចិត្តមែនតើក្នុងការទទួលយកជាមួយនឹងរឿងថ្មីហើយបងប្អូនដែលចង់ចែកជាមួយសាច់រឿងចែករំលែកណាក៏ខ្ញុំទទួលមកនិយាយផងដែរហើយអត់មានលក្ខខណ្ឌថាបងប្រាក់អីទេគឺខ្ញុំមកនិយាយឲ្យអ្នកគ្នាស្ដាប់សម្រាប់ channel របស់ខ្ញុំនីតិរឿងព្រៃខ្មោចឥឡូវចូលទៅដល់សាច់រឿងរបស់យើងវិញបើនិយាយទៅគ្រូថ្មគាត់តែងតែប្រើជាមួយនឹងវិធីទាំងពីរហ្នឹងគឺវិធីកោបាឬមួយក៏ស្នាដៃបើនិយាយពីកោបាហ្នឹងគឺវាមានរាងតូចមែនតើដែលនៅពេលយប់ហ្នឹងគឺតែងតែគ្រូថ្មបលែងកោបាហ្នឹងឲ្យទៅទិញរ៉ូស៊ីនៅតាមវាលដប់ព្រៃអីចឹងទៅនៅពេលដែលយើងយប់ឡើងយើងតែងតែលឺណាតដោករបស់គោឬមួយក៏កបីនៅពេលរាត្រីហើយបើយើងនិយាយពីតដោកគោកបីហ្នឹងណាបើយើងនិយាយតាមអ្នកស្រុកអ្នកភូមិគឺនៅពេលដែលល្ងាចឬមួយក៏យប់ហ្នឹងគឺគេតែងតែដេញគោឬមួយក៏ដេញកបីហ្នឹងចូលក្រោលហើយគេអត់បលែងចោលទេព្រោះអាចខ្លាចជាមួយនឹងចោលលួចចោលឆក់ចោលប្លន់អីចឹងទៅព្រោះយើងដឹងហើយតាមទីជនបទនៅពេលដែលចោលឆក់ចោលប្លន់គឺពិបាកក្នុងការប្តឹងប៉ូលីសឬមួយក៏ទៅតាមចាប់មែនតើគឺបាត់ហើយគឺបាត់តែម្ដងគឺតាមអត់តាន់ទេឥឡូវចូលដល់សាច់រឿងរបស់យើងវិញនៅពេលដែលយប់ឡើងចឹងណាគឺយើងលឺជាមួយនឹងតដោករបស់គោឬមួយក៏តដោកកបីនៅពេលយប់ស្ងាត់ណាប៉ុន្តែខ្ញុំដាស់តឿនអ្នកគ្នាកុំចេញទៅមើលអីព្រោះជិះវៀងជួបជាមួយនឹងវានៅពេលដែលយើងជួបមួយវាយើងអត់ចេះជាមួយនឹងសិលវិជ្ជាមន្តអាគមអីផ្សេងយើងពិបាកក្នុងការទប់ទល់មែនតើដោយសារតែវាមានជាមួយនឹងមុនខ្មៅណាយើងមិនដឹងថាវាប៉ះជាមួយវានឹងមានគ្រោះថ្នាក់យ៉ាងម៉េចទេគឺយើងអត់ដឹងទេហើយបើនិយាយទៅវាចេញតែពេលយប់ស្ងាត់ទេអ្នកនរគ្នាប៉ុន្តែក្នុងលក្ខខណ្ឌហ្នឹងក៏មិនមែនប្រកាសថាយប់ស្ងាត់ហើយមនុស្សគេងអស់ទេមនុស្សអាចនៅខ្លះមិនតាន់គេងចឹងទៅអាចជួបជាមួយនឹងវាផងដែរបើនិយាយទៅសម្រាប់កោបាហ្នឹងគឺនៅពេលដែលគេប្រើវាគឺគេប្រើទៅចូលសម្លាប់ទៅលើជនរងគ្រោះណាតាមវិធីរបៀបរបស់គេចំណែកឯស្នាតែគឺជាស្នាដែលមានសិលដែលមានទំហំតូចសម្រាប់ប្រើប្រាស់បាញ់ទៅលើរូបឧបកិច្ចរបស់គេដែលជារូបតំណាងរបស់ជនរងគ្រោះឲ្យស្លាប់ដែរហើយក្នុងលក្ខខណ្ឌហ្នឹងផងដែរគឺមិនខុសអីពីខាងលើប្រហែលទេគឺស្តៀងគ្នាទេបើក្នុងលក្ខខណ្ឌថានៅពេលដែលត្រូវជាមួយនឹងរបៀនអំពើហ្នឹងហើយទៅរកគ្រូបើលោកគ្រូនឹងពូកែឬមួយក៏ស្មើជាមួយនឹងគ្រូថ្មហ្នឹងអាចថាមើលជាប៉ុន្តែក្នុងលក្ខខណ្ឌថាត្រូវមើលឲ្យតាន់ពេលវេលាដែរប្រសិនបើយឺតយ៉ាវជាមួយនឹងពេលវេលាហ្នឹងគឺពុំអាចជួយជាមួយនឹងជនរងគ្រោះបានទេហើយបើយើងនិយាយពីរបៀនអំពើនៃការធ្វើពិធីរបស់កោបាស្នាតែហ្នឹងណាគឺមិនខុសអីពីចំណុចទី3និងទី1ទី2ប្រហែលទេគឺមិនខុសគ្នាប្រហែលទេចំណុចហ្នឹងគឺគេត្រូវសូនរូបពីដីឬមួយក៏ម្សៅឬមួយក៏កមុនសខ្មៅជាងទៅឬមួយក៏ជាមួយនឹងដើមឈើដែលពុកផុយជាងទៅដែលគ្រូមន្តអាគមគាត់បានសេជាមួយនឹងមន្តគាថារបស់គាត់ដើម្បីទទួលជាមួយនឹងអត្តពលអាក្រក់របស់គាត់ណាគឺដើម្បីឲ្យចូលទៅក្នុងសរីរាង្គកាយរបស់ជនរងគ្រោះអញ្ចឹងទៅហើយជាគិតបន្ទាប់ហ្នឹងគឺគេត្រូវយកជាមួយនឹងបញ្ជុលឬមួយក៏កន្លះឬមួយក៏ដេកូអាចថាចុចទៅលើក្បាលពោះឬមួយក៏កន្លែងណាដែលគេចង់ចុចអញ្ចឹងទៅធ្វើឲ្យមានការឈឺចាប់ផ្សេងទៅដូច្នេះហើយនៅពេលដែលមានការឈឺចាប់ហើយគឺគេប្រើជ
ជាមួយនឹងរបៀនកូបាក៏ដូចជាស្នាតេហ្នឹងទៅបាញ់សម្លាប់ទៅលើជនរងគ្រោះចំណែកឯកូបាហ្នឹងគឺត្រូវតែទៅជល់ជនរងគ្រោះហ្នឹងឲ្យស្លាប់ទៅខានតែបានអ្នកទាំងអស់គ្នាមួយទៀតបងប្អូនគ្នានៅពេលដែលគ្រូធ្មប់ហ្នឹងគាត់បាញ់អាស្នាតេហ្នឹងទៅលើរូបតំណាងរបស់ជនរងគ្រោះអញ្ចឹងបន្ទាប់មកគឺជនរងគ្រោះហ្នឹងគឺមានការឈឺចាប់ដោយទទួលជាមួយនឹងព្រួយប៉ិតអញ្ចឹងណាប៉ុន្តែគ្រាន់តែថាមើលមិនឃើញទេហើយចំណុចហ្នឹងអ្នកទាំងអស់គ្នាមិន comment ក្នុង comment ទេខ្ញុំអត់ដឹងថាអីទេព្រោះខ្ញុំអត់ឃើញដែរហ្នឹងហើយអាហ្នឹងជារបៀបអំពើរបស់គេទេគឺមានការឈឺចាប់ភ្លាមហើយពេលខ្លះក៏ដល់ថ្នាក់សន្លប់ណាដួលសន្លប់ភ្លាមតែម្ដងប៉ុន្តែបើភ្លាមហ្នឹងគឺគាត់ទទួលជាមួយនឹងព្រួយហ្នឹងណាគាត់ក៏បន្លឺសម្រាប់នៃការឈឺចាប់ផងដែរដោយសារតែត្រូវជាមួយនឹងរបៀបនៃការបាញ់ជាមួយនឹងស្នាតេព្រមជាមួយនឹងគ្នានៅផងដែរហ្នឹងនៅក្នុងផ្ទះរបស់ជនរងគ្រោះហ្នឹងក៏មានការបន្លឺសំឡេងអ្វីមួយដូចរន្ទះបាញ់ចឹងនៅពេលនោះអ្នកជំងឺក៏ទទួលបានជាមួយនឹងការឈឺចាប់ខ្លាំងណាដោយខ្ញុំនិយាយខាងលើចឹងពេលខ្លះក៏ដួលសន្លប់ហើយពេលខ្លះហ្នឹងគឺស្លាប់ភ្លាមតែម្ដងណាដោយសារតែការប្រើជាមួយនឹងពិធីបាញ់ស្នាតេនេះបើនិយាយទៅការប្រើពិធីពីមុនមកហ្នឹងគឺមានប្រសិទ្ធភាពដែរប៉ុន្តែក្នុងលក្ខខណ្ឌចេះចំណុចទី1ដែលខ្ញុំនិយាយណាចំណុចទី1ចំណុចទី2ចឹងទៅចំណុចទី3ចឹងទៅវាគ្រាន់តែធ្វើឲ្យជនរងគ្រោះហ្នឹងឈឺចាប់រ៉ាំរ៉ាយរយៈពេលយូរចឹងទៅប៉ុន្តែអត់ដល់ថ្នាក់ស្លាប់ប៉ុន្តែមិនមែនថាអត់ស្លាប់ទេវាស្លាប់ដែរប៉ុន្តែក្នុងលក្ខខណ្ឌថាយូរចឹងណាធ្វើឲ្យជនរងគ្រោះហ្នឹងគាត់ឈឺចាប់រ៉ាំរ៉ាយចឹងទៅប៉ុន្តែបើក្នុងលក្ខខណ្ឌថាគ្រូសិលហ្នឹងណាចង់ឲ្យជនរងគ្រោះហ្នឹងស្លាប់ភ្លាមក្នុងលក្ខខណ្ឌថាស្លាប់ភ្លាមណាគឺគេតែងតែប្រើរបៀបជាមួយនឹងកោបាស្នាតេហ្នឹងដើម្បីមិនឲ្យជនរងគ្រោះហ្នឹងដឹងខ្លួនទាន់ឬមួយក៏រកគ្រូណាដែលគាត់ខ្លាំងពូកែហើយមកជួយសង្គ្រោះជាមួយនឹងជនរងគ្រោះហ្នឹងធ្វើឲ្យជនរងគ្រោះហ្នឹងរួចផុតជីវិតគឺគេតែងតែប្រើជាមួយនឹងកោបាស្នាតេហ្នឹងឯងគឺដើម្បីបញ្ចប់ជីវិតណាឲ្យឆាប់រុះរាន់តាមអ្វីដែលគេចង់បានអាចចំណុចហ្នឹងដែលខ្ញុំចង់មកនិយាយបញ្ជាក់សម្រាប់បងប្អូនអ្នកគ្នាដែលមិនទាន់យល់ច្បាស់ណាគឺចំណុចហ្នឹងគឺសំខាន់មែនតើដូចយើងមុនដំបូងអញ្ចឹងណាយើងឈឺចាប់រ៉ាំរ៉ាយឧទាហរណ៍ខ្ញុំនិយាយឲ្យសាមញ្ញចុះជំងឺកាពះមុននឹងវាឈានដល់ការវះកាត់អីចឹងណាមុនដំបូងវាមានបញ្ហាឈឺច្អល់អួលណែនអីចឹងទៅប៉ុន្តែបើក្នុងលក្ខខណ្ឌថាវាកើតទៅជាអ្វីមួយអានឹងខ្ញុំក៏អត់ដឹងតាមវិជ្ជាជីវៈពេទ្យយ៉ាងម៉េចដែរប៉ុន្តែគ្រាន់តែថាបើក្នុងលក្ខខណ្ឌថាវាកើតអ្វីមួយធំដុំនៅក្នុងកាពះរបស់យើងឧទាហរណ៍ថាយើងរលាកពះអញ្ចឹងណាធ្ងន់ធ្ងរមែនតើគឺដាច់ខាតគឺត្រូវតែវះកាត់ប៉ុន្តែមិនមែននៅសុកគឺរលាកកាពះធ្ងន់ធ្ងរភ្លាមទេបញ្ជាក់ដល់គ្នាគឺវាលក្ខណៈមិនខុសពីគ្នាប្រហែលទេគឺវាត្រូវតែសន្សំពីទិញដូចយើងញ៉ាំជាតិអាស៊ីតច្រើនអាសាញ៉ាំបាយអត់ទៀងទាត់អាសាញ៉ាំគ្រឿងសង្វឹងឧស្សាហ៍ញ៉ាំជាមួយនឹងរបស់ដែលគេហាម5ណាដូចជាគ្រឿងកំប៉ុងអីផ្សេងគឺវាលក្ខណៈបែបហ្នឹងរហូតដល់មានបញ្ហាធ្ងន់ធ្ងររលាកកាពះអញ្ចឹងទៅហើយដល់ឈានដល់ការវះកាត់វាមានដំណាក់កាលរបស់វាបើនិយាយពីអំពើហ្នឹងក៏របៀបហ្នឹងដែរទាំងអស់គ្នាគឺវាមានដំណាក់កាលរបស់វាចំណុចទី1ចំណុចទី2ចំណុចទី3ចំណុចទី4គឺវាមានលក្ខណៈបែបហ្នឹងដូចគ្នាហើយក៏វាមិនដាក់ភ្លាមស្លាប់ភ្លាមដែរគឺវាមានការឈឺចាប់រ៉ាំរ៉ាយប៉ុន្តែពេលខ្លះចែកអ្នកនេះមានលក្ខខណ្ឌមួយដែរណាអ្នកជំងឺពេលខ្លះគាត់លាក់ពុតគាត់ឈឺចាប់ប៉ុន្តែគាត់អត់ប្រាប់នរណាគេទេអាហ្នឹងក៏ជាចំណុចមួយដែលយើងត្រូវដឹងដែរណាព្រោះអ្នកជំងឺខ្លះគាត់អត់ចង់រំខានដល់គ្រួសារអត់ចង់រំខានដល់បងប្អូនពេលខ្លះមានអញ្ចឹងណាពេលខ្លះគាត់ដឹងដោយសារអ្នកជំងឺខ្លះគាត់ដឹងពីរបៀបអំពើដែរមិនមែនគាត់អត់ដឹងទេព្រោះគាត់ចាស់ដែរណាគាត់ដឹងអាហ្នឹងខ្ញុំចង់បញ្ជាក់ដល់គ្នាឥឡូវចូលទៅដល់សាច់រឿងយើងបន្តតើបងប្អូនគ្នាឥឡូវមកស្ដាប់ជាមួយនឹងសាច់រឿងពិតមួយហើយដោយសាច់រឿងហ្នឹងគឺយើងទទួលបានពីប្រធាចារ្យមេឃបណ្ណៈដែលយើងស្គាល់ថាជាអ្នកយកការដើមរឿងរបស់យើងណាគឺតាក់ទងជាមួយនឹងរឿងហេតុរបស់យើងទាំងមូលតែម្ដងដែលយើងស្គាល់ថាគាត់ទៅយកការជាមួយនឹងលោកគ្រូមន្តអាគមទាំង3ឥឡូវគាត់មកដំណើរក៏ដូចជាលើករឿងដែលកើតទៅលើរឿងគាត់ណាហើយគាត់ក៏នឹកឃើញទៅដល់រឿងមួយដ៏សារទុតកាលពីគាត់អាយុប្រហែលជា5ឆ្នាំណាគាត់និយាយថាកាលនោះគាត់ចាំបានថាគាត់ទៅតាមម្ដាយរបស់គាត់ទៅផ្ទះជនរងគ្រោះម្នាក់ដែលជាកូនចិនណាដែលមានទ្រព្យសម្បត្តិរបស់គាត់នៅក្នុងភូមិស្តុកស្ដំមែនទែនព្រោះផ្ទះរបស់គាត់នឹងបើកហាងលក់ទំនិញផ្សេងគ្រប់មុខជាងទៅហើយគ្រួសាររបស់គាត់នឹងមានការគោរពស្រឡាញ់រាប់អានឪពុកម្ដាយរបស់លោកប្រធាចារ្យមេឃបណ្ណាណាដោយសារតែគាត់ជាប្រធាចារ្យក្នុងភូមិផងហើយក៏ដូចជាអាចារ្យវត្តផងដែរហើយជាអ្នកចាត់ចែងពិធីផ្សេងនៅក្នុងមង្គលការឬមួយក៏បុណ្យទានជាដើមដោយសារតែឪពុករបស់លោកប្រធាចារ្យមេឃបណ្ណាហ្នឹងគាត់ជាអាចារ្យវត្តអ្នកទាំងអស់គ្នាបន្ទាប់ពីប្រហែលថ្ងៃក្រោយមកហ្នឹងហៀនោះគាត់ចេះតែមានជំងឺមួយយ៉ាងអ្នកទាំងអស់គ្នាគឺជំងឺមិនដឹងមុខបើនិយាយទៅឈឺពោះផងឈឺក្បាលផងឈឺទ្រូងផងជួនកាលហ្នឹងអស់កម្លាំងលហិតលហៃដេកស្ដុកស្ដឹងចឹងទៅហើយជួនកាលហ្នឹងគាត់មានកម្លាំងកំហែងស្រួលធម្មតាដើរដូចមនុស្សអត់ជាធម្មតាចឹងណាអត់មានជំងឺចឹងទៅនៅពេលរសៀលមួយនោះលោកប្រធាចារ្យមេឃបណ្ណាហ្នឹងគាត់ទៅជាមួយនឹងម្ដាយរបស់គាត់ទៅសួរសុខទុក្ខពីស្ថានភាពអំពីស្ថានភាពរបស់គាត់ណារបស់ហៀហ្នឹងថាមិនហើយទៅសួរជាមួយនឹងប្រពន្ធរបស់គាត់ចឹងទៅនៅពេលដែលកំពុងតែអង្គុយនិយាយគ្នាសួរសុខទុក្ខសុខគឺស្រាប់តែឮសំឡេងផាំង
លឺខ្លាំងមែនតើណាគឺលឺចេញពីក្នុងផ្ទះហ្នឹងគឺលន់អស់ហើយអ្នកទាំងអស់គ្នាដូចរន្ទះបាញ់ចឹងគឺញ័រទាំងទូទាំងកញ្ចក់ទាំងប្រមាណហ្នឹងនៅក្នុងផ្ទះហ្នឹងគឺលន់លឺមែនតើស្ទើរតែរបូតចេញពីជញ្ជាំងហើយនៅពេលជាមួយគ្នានោះផងដែរហ្នឹងគឺហៀម្នាក់ហ្នឹងណាគាត់ស្រែកបង្ហើយខ្លាំងមែនតើដូចត្រូវជាមួយនឹងគ្រាប់គេបាញ់ត្រូវចឹងណាអ្នកគឺអ្នកជំងឺចេះតែឈឺដុនដាបទៅចឹងក្នុងរយៈពេលប្រហែលថ្ងៃក្រោយមកដឹងមិនអញ្ចឹងអ្នកនរគ្នាគឺគាត់ស្លាប់3ថ្ងៃក្រោយគាត់ស្លាប់បន្ទាប់ពីមានរឿងហេតុទាំងប្រហែលនឹងកើតឡើងហ្នឹងបើខ្ញុំនិយាយតាមសម្ដីលោកប្រធាចារ្យមីបណ្ណាណាគាត់បានជួបផ្ទាល់ជាមួយនឹងរឿងហេតុហ្នឹងឥឡូវយើងអាចយកមកសន្និដ្ឋានឬមួយក៏យកមកគិតថារឿងហ្នឹងពិតប្រហែលភាគរយឥឡូវយើងគិតតាមសម្រួលទៅខ្ញុំអត់មានបង្ខំអ្នកនរគ្នាទេ50បើនិយាយទៅនៅភ្លាមហ្នឹងលោកប្រធាចារ្យហ្នឹងគាត់ក៏បានសួរទៅម្ដាយរបស់គាត់ណាគាត់ក៏សួរថាមានរឿងអីមែនដោយសារតែគាត់លឺផុងផាំងក្មេងធម្មតាទៅគ្នាលឺឬមួយក៏ឃើញអ្វីចម្លែកហ្នឹងគឺសួរហើយប៉ុន្តែម្ដាយរបស់គាត់គឺអត់បានប្រាប់គាត់ទេពេលហ្នឹងណាគឺម្ដាយរបស់គាត់គិតថាគាត់តូចមែនតើអញ្ចឹងគាត់ថាកុំចង់ដឹងអីកូនគាត់និយាយតែមួយម៉ាត់ប៉ុណ្ណឹងលុះតែពី3ថ្ងៃក្រោយមកហ្នឹងទើបគាត់ដឹងថាម្ដាយរបស់គាត់ហ្នឹងនិយាយប្រាប់ឪពុករបស់គាត់ណាដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគាត់ដឹងហើយថារឿងហ្នឹងមានរឿងអីកើតឡើងប៉ុន្តែគាត់តែគាត់អត់និយាយប្រាប់ឲ្យកូនគាត់ដឹងទេភ្លាមៗនោះណាគឺគាត់និយាយប្រាប់ពុករបស់គាត់ឬមួយក៏ប្តីរបស់គាត់ចឹងទៅគឺថាគ្រូធ្មប់ហ្នឹងគឺប្រើស្នាតេស្តដើម្បីបន្ថែមទៅភាហ្នឹងគឺស្លាប់ភ្លាមនៅពេលហ្នឹងណាបើនិយាយទៅការហ្នឹងមកតឥឡូវហ្នឹងគឺ60ឆ្នាំជាងហើយអ្នកនរគ្នាការហ្នឹងម្ដុំហ្នឹងគឺមានអ្នកលក់នៅទីប្រជុំជនដែរណាដល់តូចមួយបើមានជនរងគ្រោះហ្នឹងដល់ទៅ3នាក់ណោះបើនិយាយទៅកន្លែងផ្សេងគ្នាទាំងអស់ណាគឺស្ត្រីម្នាក់ប្រុស2នាក់និងសុទ្ធតែជាអ្នកលក់ហាងលក់ដូរណាខ្ញុំអត់ដឹងថាគេចំណែនឈ្នានេះគ្នាដោយសារតែយ៉ាងម៉េចទេអាហ្នឹងយើងស្ដាប់គាត់និយាយតទៀតទៅយើងអាចស្រាប់គាត់លេងទៅខ្ញុំអត់ដឹងថាគេចំណែនឈ្នានេះឬមួយក៏ប៉ះពាល់ជាមួយនឹងឆ្នាំងបាយរបស់គេមិនទេហ្នឹងយើងស្រាប់គាត់លេងទៅហើយបើយើងនិយាយពីផ្ទះគ្រូធ្មប់វិញណានៅខាងជើងផ្ទះរបស់ជនរងគ្រោះហ្នឹងប្រហែលជា30ម៉ែត្រទេគាត់មានខ្ទមទូចមួយនៅបាំងចិត្តនៅគុំរិស័យមួយកន្លែងណាគុំរិស័យនៅក្បែរនោះហើយជាផ្ទះរបស់គ្រូធ្មប់ចឹងមិនគេមិនដឹងទេប៉ុន្តែគាត់ថាយើងអត់មានអីទៅចាប់គាត់ណាសូមអនុញ្ញាតបញ្ចប់រឿងទាំងប្រហែលហ្នឹងត្រឹមហ្នឹងចោះបើនិយាយទៅគ្រូសារបស់គាត់ហ្នឹងក៏មិនទាន់ស្លាប់អស់ដែរយើងនិយាយមកកក់ស្ដាប់ជាងទៅមិនទាន់ផុតពូជទេគាត់នៅសពថ្ងៃនៅឡើយប៉ុន្តែសង្ឃឹមថាបងប្អូនឬមួយក៏និយាយថាអង្គពុំមីនដែលគាត់បានស្ដាប់ជាមួយនឹងសាច់រឿងរបស់ខ្ញុំបាទនិយាយទៅហើយខ្វះចន្លោះឲ្យកុំប្រកាន់អីខ្ញុំនិយាយមិនសូវពីរោះពិសាណាថងចំណុចនឹងពួកខ្ញុំមើលជាលក្ខណៈអត្ថបទចឹងសង្ឃឹមថាបងប្អូនយល់ដោយតែខ្ញុំជំរាបបងប្អូនខាងដើមចឹងណាគឺគ្រូធ្មប់មានពីរប្រភេទគ្រូធ្មប់មួយហ្នឹងគឺធ្វើអំពើកាយសាហាវទៅលើនរណាម្នាក់ដែលគេចង់ធ្វើចឹងទៅហើយធ្វើតាមចិត្តពេលខ្លះមួយឆ្នាំមួយចឹងដូចវាមានតំណមកវាចឹងណាមួយឆ្នាំអត់បានមួយគឺឈឺកាត់ក្នុងគ្រួសារចឹងទៅឬមួយក៏បាត់បង់ជាមួយនឹងសមាជិកណាមួយចឹងប៉ុន្តែបើក្នុងលក្ខខណ្ឌថាមួយឆ្នាំហ្នឹងគឺដាច់ខាតគឺត្រូវតែមួយមកធ្វើនរណាម្នាក់មួយចឹងណាជាប្រចាំហើយគ្រូធ្មប់មួយទៀតគឺគ្រូធ្មប់កម្រងអាហ្នឹងតាក់ទងជាមួយនឹងគ្រូដែលគាត់បានសិក្សារៀនសូត្រជាមួយនឹងវិជ្ជាធ្មប់ហ្នឹងណាគាត់ធ្វើអំពើដល់អ្នកណាម្នាក់ឲ្យឈឺស្លាប់ចឹងទៅដើម្បីដោះស្រាយជាមួយនឹងគំនុំផ្ទាល់ខ្លួនក៏ដូចជាអំពើសម្ងាត់បើយើងនិយាយមួយម៉ាត់អីអាក្រក់ស្ដាប់ណាគឺមិនខុសពីឃាតករទេប៉ុន្តែគាត់ឃាតករហ្នឹងគឺមិនផ្ទាល់ហើយឃាតករហ្នឹងគឺជាឃាតករសម្ងាត់អីចឹងទៅដើម្បីស៊ីឈ្នួលឬមួយក៏យកអាសានណាម្នាក់ដែលជាមនុស្សខ្វះសិលធម៌ណាអាចនិយាយបានថាជាជនខ្មៅងងឹតក៏បានណាដូចជាខ្ញុំជំរាបខាងលើចឹងបើមិនបានធ្វើដល់នរណាម្នាក់ទេនោះគឺថាគ្រូសិលធ្មប់ហ្នឹងគឺតែងតែធ្វើទុកបុកម្នេញដល់សមាជិកគុំគ្រួសារខ្លួនឯងចឹងទៅដូចជាកូនចឹងទៅឈឺធ្ងន់ចឹងទៅរហូតដល់ស្លាប់ប្រពន្ធកូនចឹងទៅស្គមរិញរៃអីចឹងណាប្រកបការងារអ្វីមិនបានបើនិយាយទៅបើតាមចាស់ដឹងណាគឺថាអ្នកដែលរៀនជាមួយនឹងមុនធ្មប់ហ្នឹងណាគឺថាមិនដែលទៅបានធូធាឬមួយក៏មានបានទេអ្នកនរគ្នាគឺតែងតែនៅតែក្ររហាមបើនិយាយទៅខ្វះព្រឹកខ្វះល្ងាចចឹងប៉ុន្តែនៅតែកាន់ជាមួយនឹងអំពើរបៀនហ្នឹងណាថងចំណុចហ្នឹងក៏ខ្ញុំសូមបញ្ជាក់តើតងជាមួយនឹងគ្រូធ្មប់ណាគឺគាត់អត់មានបានទេគាត់តែងតែក្ររហាមហ្នឹងបើន័យថាគាត់រកស៊ីអីក៏មិនកាក់កបដែរហើយបានតែអញ្ចឹងប៉ុណ្ណឹងមិនចាំកាពះរកព្រឹកខ្វះល្ងាចតែប៉ុណ្ណឹងអធិស្ឋានមែនតើមិនថាឲ្យតែអ្នកក្រហើយសុទ្ធតែគ្រូធ្មប់ទេណាខ្ញុំចង់បញ្ជាក់ដល់អ្នកគ្នាកុំឲ្យមានការយល់ច្រឡំឥឡូវបកស្រាយណាសង្ឃឹមថាអ្នកគ្នាស្ដាប់ដល់ចំណុចកន្លែងហ្នឹងដែលខ្ញុំកំពុងនិយាយហ្នឹងណាកុំឲ្យមានការយល់ច្រឡំអរគុណ
បងប្អូនគ្នាមកស្ដាប់ជាមួយនឹងចំណុចត្រង់នេះជាមួយនឹងខ្ញុំបន្តិចតទៅជាមួយនឹងសន្ទុងដែលគេត្រូវក្រៀមណាបើនិយាយទៅដូចខ្មោចដែលគេយកទៅរោលនឹងអញ្ចឹងគ្នាភូមិផងរបងជាមួយនឹងគេមិនសូវជាមានការតំណាក់តំណងជាមួយនឹងគ្រូថ្មប្រភេទនឹងទេព្រោះថាដោយសារតែគេមិនចង់ធ្វើការជាមួយមិនសហការជាមួយណាហើយមិនចង់ប្រវាស់ដៃជាមួយទេព្រោះគេខ្លាចខូចដំណាំឬមួយផលដំណាំគេនៅឆ្នាំហ្នឹងក៏ដូចជាឆ្នាំបន្តអញ្ចឹងទៅដូច្នេះដំណើរក្រោយៗមកហ្នឹងវិជាហ្នឹងគឺកម្រមានអ្នកចង់ចេះណាស់យេមែនគឺអត់សូវមានអ្នកចង់ចេះចង់ដឹងតទៅជាមួយនឹងរបៀបហ្នឹងទេហើយគេខ្លាចជាមួយនឹងកបនកជាមួយខ្លួនឯងណាគឺតទៅជាមួយនឹងរបៀបខាងលើហ្នឹងហើយមួយប្រភេទទៀតដែលគេហៅថាធ្មប់កម្រងណាអ្នកនរគ្នាធ្មប់កម្រងហ្នឹងគឺមិនស្ទើរជាធ្វើបាបឬមួយក៏ធ្វើឲ្យប៉ះពាល់ជាមួយនឹងនរណាម្នាក់ទេគឺសកម្មភាពរបស់គាត់ហ្នឹងគឺចូលចិត្តតែស្និទ្ធស្នាលជាមួយនឹងឬមួយក៏យើងនិយាយមួយម៉ាត់ឲ្យងាយយល់ណាគឺចូលចិត្តតែជាមួយនឹងកម្រងរបស់សាកសពឬមួយក៏របស់ខ្មោចដែលទើបតែនឹងស្លាប់ណាបើកាលណាគេដឹងថាគេយកទៅកប់កន្លែងណាហ្នឹងអញ្ចឹងបាន 3-4 ថ្ងៃអញ្ចឹងក៏ឡងផុតតែអញ្ចឹងគ្រូធ្មប់ហ្នឹងក៏ទៅលួចយកឬមួយក៏ទៅកាយជាមួយនឹងខ្មោចណាពេលយកស្ងាត់អញ្ចឹងទៅដើម្បីយកទឹករបស់ខ្មោចហ្នឹងដែលហើមចូលណាកម្រងរបស់ខ្មោចហ្នឹងយកមកផឹកបើនិយាយទៅគេធ្វើបែបហ្នឹងគឺដើម្បីបង្កើនជាមួយនឹងអត្តពលរបស់ខ្លួនគេអញ្ចឹងទៅខ្ញុំអត់ដឹងអត្តពលគេទេអាហ្នឹងហើយដើម្បីចាត់ទុកថាជាពិធីបូជាច័ន្ទផងដែរបើនិយាយទៅខ្ញុំអត់ដឹងថាស្អីទេវារឿងចម្លែកដែរអូខេអាហ្នឹងយើងស្ដាប់លេងទៅនេះបើតាមអ្វីដែលយើងដឹងណាគឺគាត់តែងតែនិយាយប្រាប់អ្នកដែលស្គាល់ចិត្តដិតបំផុតណាគាត់ថាទឹកដែលរឹតយកពីកម្រងសាកសពហ្នឹងដែលហើមពងហ្នឹងណាគឺមានឲ្យជារសផ្អែមឆ្ងាញ់មែនតើដូចជាទឹកខ្មុំអញ្ចឹងអាហ្នឹងគាត់និយាយអញ្ចឹងខ្ញុំក៏អត់ដឹងថាម៉េចដែរហើយសម្រាប់នៅក្នុងភូមិបើមានខ្មោចណាដែលរងគ្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចងកឬមួយក៏ត្រូវអ្វីបុកខ្លាំងមែនតើណាក្នុងឬមួយក៏មួយទៀតដែលគេលួចសម្លាប់នៅក្នុងព្រៃរហូតដល់ហាមស្ទើប្រែណាទៅបានរកឃើញនោះគឺតែងតែជួលឲ្យគ្រូធ្មប់ហ្នឹងទៅលើកយកកម្រងសាកសពក៏ដូចជាសាកសពហ្នឹងយកទៅដាក់នៅក្នុងមឈូសនៅពេលដែលអ្នកឯទៀតហ្នឹងគេមិនហ៊ានទេព្រោះគេខ្លាចមែនតើជាមួយនឹងក្លិនណាក្លិនស្អុយរបស់ខ្មោចហ្នឹងគឺវាស្អុយខ្លាំងពេកជួនកាលហ្នឹងគេអញ្ជើញឬមួយក៏ជួលគ្រូឈ្មោះហ្នឹងណាឲ្យទៅដេកយាមខ្មោចហ្នឹងតែម្ដងដែលខ្លាចទៅជាកម្រងទៅឲ្យអ្នកនរគ្នាដរាបែបបញ្ចុះឬមួយក៏បូជារួចបានគេឲ្យគាត់ទៅផ្ទះគាត់វិញអញ្ចឹងទៅប៉ុន្តែពេលខ្លះអ្នកជួលហ្នឹងគឺគេអត់ដឹងទេប៉ុន្តែគេឃើញថាម្នាក់ហ្នឹងអត់ខ្លាចអញ្ចឹងណាហើយមិនខ្ពើមរអាមជាមួយនឹងរបស់ទាំងអស់ហ្នឹងអញ្ចឹងទៅគឺគេជួលតែម្ដងឥឡូវចូលទៅដល់សាច់រឿងរបស់គ្រូសាខ្ញុំតិចចុះខ្ញុំនិយាយឲ្យអ្នកគេស្ដាប់ហើយយកគិតជាពិចារណាណាយើងអាចគិតលេងទៅខ្ញុំនិយាយជាស្ខាបទេខ្ញុំខ្ជិលនិយាយច្រើនក៏បងអ្នកគ្នាថាខ្ញុំនិយាយតាក់ទងជាមួយនឹងរឿងគ្រូសាមលីឡំជាមួយនឹងរឿងដែលត្រូវនិយាយណាប៉ុន្តែខ្ញុំឲ្យអ្នកគ្នាយកជាគតិពិចារណាទាំងអស់គ្នាក៏ដូចជាគិតទាំងអស់គ្នាទៅលេងទៅឥឡូវខ្ញុំស្ខាបដូចជាការកំឡុង2012 13ហ្នឹងបើនិយាយពីជីវភាពគ្រួសាររបស់យើងហ្នឹងគឺលំបាកមែនតើដោយសារតែពេលហ្នឹងគឺក្រលំបាកដោយសារតែយើងមានបញ្ហាជាបន្តឪពុករបស់ខ្ញុំគាត់នៅជាទាហានណាគាត់តែងតែហូបនឹងសុរាអញ្ចឹងក្នុងវីដេអូនេះខ្ញុំក៏ផ្ដាំដល់អ្នកដែលចូលចិត្តហូបជាមួយនឹងសុរាដែរបើយើងអាចកាត់បន្ថយឬមួយក៏ផ្ដាច់ផឹងតែម្ដងក៏ល្អដែរព្រោះអាហ្នឹងកុំឲ្យមានបញ្ហាជាមួយនឹងហិង្សាក្នុងគ្រួសារណាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់យល់ពីគោលបំណងរបស់ខ្ញុំហើយខ្ញុំក៏និយាយពីចំណុចល្អដែលឪពុកខ្ញុំគាត់ផ្ដាច់ជាមួយនឹងស្រាដែរគឺក្រោយមកហ្នឹងគឺឪពុកខ្ញុំល្អមែនតើគាត់ផ្ដាច់ជាមួយស្រាហ្នឹងកាលនោះជីវភាពគ្រួសាររបស់យើងគឺលំបាកដល់ថ្នាក់ខ្ញុំហ្នឹងទៅនៅជាមួយគេដើម្បីបានបន្តការសិក្សាឥឡូវ back វិញខ្ញុំនៅមួយគេបានប្រហែលផងក៏ខ្ញុំមូមកជាមួយគ្រួសាររបស់ខ្ញុំមកនៅជាមួយគ្រួសាររបស់ខ្ញុំដោយសារតែយើងរៀនមិនចេះណាយើងនៅមួយគេហើយយើងរៀនមិនចេះយើងមិនសូវមានដងរៀនទេអញ្ចឹងណាកាលនៅក្មេងទេអ្នកនរគ្នាព្រោះធម្មតាកូនគេប៉ាប់ឡើងចូលសាលាយើងអាយុ10ឆ្នាំជាងហើយទើបចូលសាលាកខមិនចេះណាអត់ចេះផងអ្នកនរគ្នាពេលអញ្ចឹងចង់មិនចង់យើងរៀនយឺតជាងគេហើយគឺទៅមុខមិនរួចទេព្រោះយើងនិយាយមកមិនឲ្យភាសាងាយយល់គឺយើងតោះណារៀនតោះហើយបច្ចុប្បន្នហ្នឹងក៏មិនប្រកែដែរប៉ុន្តែយើងមានជាមួយនឹងសេចក្តីព្យាយាមអញ្ចឹងណាដោយសារតែយើងធ្លាប់ឆ្លងកាត់ជីវភាពជីវិតច្រើនមែនតើអញ្ចឹងណាយើងក៏បានដើរជីវិតតាំងពី10ឆ្នាំមុនមកម្លេះមិនមែនទៅតែលើទេខ្ញុំគិតតាំងពី10ឆ្នាំមុនដោយសារតែខ្ញុំឃើញពីជីវភាពគ្រួសាររបស់ខ្ញុំវាពិបាកមែនតើពិបាកក្នុងការរស់នៅពិបាកក្នុងការចូលចោះជាមួយនឹងសង្គមឬមួយក៏ឲ្យលេចធ្លោណាហើយពិបាកមែនតើហើយឥឡូវយើងនិយាយមកគ្រួសារយើងវិញកំឡុងឆ្នាំ2013 14ហ្នឹងគ្រួសាររបស់ខ្ញុំហ្នឹងមកលេងជាមួយនឹងពូមីងនៅឯស្រុកកំណើតរបស់ឪពុករបស់ខ្ញុំនៅឯ
cái trẻ này thì cả nó áបន្ទាប់មកគាត់មកលេងគាត់ក៏ចាប់អារម្មណ៍ជាមួយនឹងដីដែលនៅហ្នឹងណាព្រោះនៅហ្នឹងមានដីតម្លៃថោកអញ្ចឹងគាត់ចង់មកធ្វើស្រែចម្ការនៅហ្នឹងអញ្ចឹងទៅប្រកបជាមួយនឹងស្រែចម្ការនៅហ្នឹងគាត់មកគាត់មូមកម៉ែនអ្នកនរគ្នាគាត់មូមកហើយគាត់រកស៊ីក៏ដូចជាធ្វើចម្ការហ្នឹងគាត់ទិញគោទិញក្របីអញ្ចឹងទៅកាលហ្នឹងទិញបានគោមួយ2ដែរកាលហ្នឹងណាទិញបានមួយគោមួយ2ដែរបន្ទាប់មកក៏មានបញ្ហាជាបន្តគឺប្អូនខ្ញុំធ្លាក់ខ្លួនឈឺខ្លាំងមែនតើកំឡុង16 17បើនិយាយទៅយើងនៅហ្នឹងអត់ទាន់បាន5ឆ្នាំស៊ូពូទេមានបញ្ហាប្អូនខ្ញុំឈឺខ្លាំងមែនតើឈឺហ្នឹងមិនឈឺធម្មតាគឺឈឺស្ទើស្លាប់ស្ទើរស់ណាប៉ុន្តែលើគាត់នៅរស់ទេអ្នកនរគ្នាគាត់ឈឺខ្លាំងទៅមើលប៉ែតនេះផងប៉ែតនោះផងមើលដល់ខេត្តសៀមរាបទៀតអ្នកនរគ្នាគឺនៅតែអត់ជាហើយមានបញ្ហាហ្នឹងគឺបញ្ហារលាកស្រោមខួរក្បាលណាខ្ញុំអត់ដឹងថាជំងឺហ្នឹងវាកាយសាហាវដល់កម្រិតណាទេប៉ុន្តែបើជាទូទៅយើងដឹងហើយជំងឺហ្នឹងគឺវាធ្ងន់ធ្ងរមែនតើគឺស្ទើរតែមិនរស់ទេអាហ្នឹងបើនិយាយទៅកាលនោះក៏ម្ដាយរបស់ខ្ញុំគាត់ប្រាប់ដែរគាត់ថាជំងឺហ្នឹងគឺជំងឺស្លាប់ណាជំងឺមិនរស់ទេព្រោះយើងអត់មានលុយទេជីវភាពបើនិយាយពីជីវភាពវិញគឺក្រខ្សត់មែនតើយើងលក់អស់គ្រប់សពបែបយ៉ាងបន្ទាប់ពីយើងធ្វើការព្យាបាលជាមួយនឹងពេទ្យបញ្ជាហើយក៏យើងមកងាកមកមើលជាមួយនឹងគ្រូខ្មែរវិញណាថ្នាំខ្មែរអញ្ចឹងទៅមើលសពគ្រប់ហើយក៏ឲ្យហេតុដែរថាបងរបស់ខ្ញុំហ្នឹងគេអាហ្នឹងបើតាមគ្រូមើលណាគេថាបងរបស់ខ្ញុំហ្នឹងគ្រូកាន់បន្ទាប់ពីគ្រូកាន់អញ្ចឹងទៅពួកយើងក៏ធ្វើរបៀបរំដាប់តាមរបៀបខ្មែរអញ្ចឹងទៅក៏បានធូរម៉ែអ្នកនរគ្នាកំឡុង2018 19នេះហ្នឹងបងខ្ញុំក៏បានធូរអញ្ចឹងទៅបានធូរជាសះស្បើយអញ្ចឹងណាបន្ទាប់ពីបានជាធូរសះស្បើយអញ្ចឹងទៅពួកយើងក៏តែងតែគ្រប់ទៅលើបេជំនឿណាគាត់គ្រប់ប្រណិប័តទៅលើអបិយជំនឿជាបន្តបន្ទាប់ចឹងទៅបន្តមកដល់បច្ចុប្បន្នបើនិយាយទៅមុននឹងជាហ្នឹងក៏ត្រូវរៀបចំរដាប់គ្រូដែរណាអ្នកនរគ្នាប្រហែលថ្នាក់រៀបចំបីស្អីខ្ញុំក៏មិនច្បាស់ដែរព្រោះនឹងតាក់ទងជាមួយនឹងរឿងអបិយជំនឿហើយម្ដាយរបស់ខ្ញុំគាត់ជាអ្នករៀបចំទេហើយក៏បានធូរស្បើយមកដល់បច្ចុប្បន្នចឹងទៅហើយបន្តមកដូចជាកំឡុងឆ្នាំ2023 24ចឹងឪពុករបស់ខ្ញុំជាមួយនឹងម្ដាយរបស់ខ្ញុំហ្នឹងគាត់បានបែកបាក់ប៉ុន្តែបើនិយាយទៅមិនតាន់បែកបាក់ភ្លាមទេកំឡុងឆ្នាំ2021 22ហ្នឹងគាត់ក៏បានខ្ញុំអត់ចាំអត់ច្បាស់ណាកំឡុងឆ្នាំហ្នឹង21 22គាត់បានឡើងមកពេញរកស៊ីជាមួយនឹងរបស់មួយគឺតាក់ទងជាមួយនឹងកោបាណារបស់បើយើងនិយាយមកទៅរបស់ដែលមិននាំជាមង្គលដល់គ្រួសារក៏ដូចជាអ្នកជួញដូរតែម្ដងគឺមានបញ្ហាដល់ខ្លួនណាគឺគាត់ជួញដូររបស់ទាំងអស់ហ្នឹងនៅពេលនោះខ្ញុំក៏អត់ដឹងដែរគាត់ថាគាត់មកលេងខ្ញុំប៉ុន្តែការពិតគាត់មកជួញដូរជាមួយនឹងរបស់ទាំងអស់ហ្នឹងប៉ុន្តែពេលនោះបើនិយាយមែនទៅខ្ញុំដឹងតែម្យ៉ាងទេគាត់រកស៊ីជាមួយនឹងការគប់ជេរដីអញ្ចឹងណាយើងអត់ដឹងទេយើងស្មានតែគាត់គប់ជេរដីឬមួយក៏យើងយកប្លង់ឲ្យអ្នកដែលគប់ជេរហ្នឹងមកមើលអញ្ចឹងណាតែតាមពិតមិនមែនទេគាត់មកជួញដូរជាមួយនឹងរបស់ទាំងអស់ហ្នឹងហើយនៅពេលនោះខ្ញុំចាំបានថាកំឡុងម៉ោង 8 9ហ្នឹងគាត់គឺមានបញ្ហាហ្នឹងគឺគាត់ចុកអ៊ូនឡាញគាត់ស្រែកយើងដឹងស្រាប់ហើយទៅទីក្រុងភ្នំពេញតែស្រែកមិនតិចលឺដល់ណាដល់ណីគឺគាត់ស្រែកចុកអូយអញ្ចឹងណាខ្ញុំជាមួយនឹងប្អូនពៅរបស់ខ្ញុំគឺស្រឡាំងកាំងទាំងពីរនាក់តែម្ដងអត់ដឹងនិយាយអីមើលមុខគ្នាកាលនោះគាត់មក3នាក់ជាមួយនឹងប្អូនពៅរបស់ខ្ញុំហើយខ្ញុំក៏អត់ដឹងនិយាយអីទេគឺស្រឡាំងកាំងមែនតែអ្នកគ្នាគឺស្លើទាំងពីរនាក់តែម្ដងភ័យដែរព្រោះម្ដាយឈឺភ្លាមអញ្ចឹងយើងឆ្ងល់យើងអត់ដឹងថាគាត់មានបញ្ហាអីទេបញ្ជាអ្នកគ្នាពេលនោះគាត់មិនមកមើលប៉ែតទេណាមិនមកមើលជំងឺឬមួយក៏ឈឺហើយមកមើលប៉ែតទេណាគាត់មកជួញដូរជាមួយនឹងរបស់ទាំងអស់ហ្នឹងហើយជាមួយនឹងគោបាយបើនិយាយទៅមិនខ្ញុំដឹងពេលនោះទេខ្ញុំទៅដឹងថ្មីនេះទេ2026ខ្ញុំដឹងទៅថ្មីនេះវាមានបញ្ហាច្រើនអញ្ចឹងហើយជាក់ស្ដែងគឺខ្ញុំនិយាយតាក់ទងជាមួយនឹងរឿងអបិយជំនឿអញ្ចឹងក៏ខ្ញុំសាររើណាប៉ុន្តែបើនិយាយកាលពីពេលនោះវិញគឺខ្ញុំអត់ដឹងអីទាំងអស់ហ្មងគឺខ្ញុំអត់ដឹងថាវាតាក់ទងជាមួយនឹងរឿងអបិយជំនឿទេខ្ញុំអត់គិតទេនិយាយរួមទៅអត់គិតសំបីតែមកបៀកតែម្ដងសំបីតែការប្អូនខ្ញុំឈឺអញ្ចឹងក៏ដោយខ្ញុំអត់មានគិតថាប្អូនខ្ញុំគ្រូកាន់គ្រូមិនកាន់មិនទេហ្នឹងខ្ញុំអត់គិតទេហ្មងអត់គិតសោះតែម្ដងខ្ញុំគិតតែម្យ៉ាងហ្នឹងគឺថាពួកយើងរកគ្រូទៅឲ្យជាអញ្ចឹងទៅជួញដូរអញ្ចឹងឥឡូវចូលម្ដងគាត់នៅទីក្រុងភ្នំពេញវិញគាត់ជួញដូរអញ្ចឹងគាត់មានបញ្ហាស្រែកអូយខ្ញុំភ័យណាកាលនោះបន្ទាប់មកដូចជាកំឡុងឆ្នាំ2023 24នេះខ្ញុំអត់ច្បាស់គ្រួសាររបស់ខ្ញុំក៏មានបញ្ហាជាបន្តមានការឆ្លោះទាស់តែងគ្នាបើនិយាយទៅមិនសមឆ្លោះតែម្ដងគឺឆ្លោះគ្នាតបបានរហូតដល់ឪពុកម្ដាយរបស់ខ្ញុំគាត់បានចែកផ្លូវរបស់គ្នាដើររៀងខ្លួនអញ្ចឹងទៅគាត់មានគ្រួសាររៀងខ្លួនអញ្ចឹងដូរបានន័យថាគាត់យកប្តីយកប្រពន្ធរៀងខ្លួនប៉ុន្តែមានការបែងចែកជាមួយនឹងទ្រព្យសម្បត្តិផងដែរអ្នកទាំងអស់គ្នា
សម្រាប់ថោសម្បត្តិរបស់យើងគឺមានជាមួយនឹងដីហ្នឹងដីមួយកន្លែងពីរកន្លែងដែរព្រោះយើងមកយើងខំស្វះស្វែងជាមួយនឹងដីធ្លីណាដីហ្នឹងយើងស្វះស្វែងមែនតើទៅមកបានវាចំណាយលុយច្រើនទិញអស់ពាន់ម៉ឺនណាហើយបន្ទាប់មកក៏ឆ្លោះប្រកែកបែកញែកគ្នាអញ្ចឹងទៅទៀមទាដីអញ្ចឹងទៅបើនៅបានតែចែកដល់គ្នាដល់ពេលនោះបើពុករបស់ខ្ញុំនៅផ្ទះគឺដាច់ខាតអត់មានប្រពន្ធទេប៉ុន្តែគាត់អាចមានសិទ្ធិគ្រប់គ្រងដីក៏ដូចជាផ្ទះនឹងទាំងមូលប៉ុន្តែបើក្នុងលក្ខខណ្ឌថាគាត់ចង់មានប្រពន្ធដាច់ខាតចេញចុះចេញពីផ្ទះហ្នឹងអាហ្នឹងលក្ខខណ្ឌជាមួយនឹងម្ដាយរបស់ខ្ញុំណាគាត់និយាយគ្នាអញ្ចឹងបន្ទាប់មកឪពុករបស់ខ្ញុំគាត់យកប្រពន្ធលក្ខខណ្ឌហ្នឹងគាត់ធ្វើអត់បានទេព្រោះធម្មតាគាត់រវល់ធ្វើការងារអញ្ចឹងមិនមែនទៅដេកស៊ីអង្គុយនៅផ្ទះហ្នឹងចឹងចង់មិនចង់គឺគាត់ត្រូវយកប្រពន្ធបន្ទាប់មកម្ដាយរបស់ខ្ញុំគាត់អត់ព្រមអញ្ចឹងទៅឪពុករបស់ខ្ញុំគាត់ត្រូវចេញពីផ្ទះដាច់ខាតតែម្ដងគាត់ចេញបន្តពីគាត់ចុះចេញពីផ្ទះទៅមានបញ្ហាជាបន្តរស័នដែរណាប៉ុន្តែបើនិយាយមែនតើឪពុករបស់ខ្ញុំនឹងគាត់ក៏មិនចង់ចេញពីផ្ទះទេគាត់ចង់នៅមួយកូនអញ្ចឹងណាចង់រស់នៅមួយកូនដើម្បីឲ្យគ្រួសាររបស់យើងនឹងមានសុភមង្គលដែរព្រោះឪពុករបស់ខ្ញុំមិនមែនជាអ្នកខុសទេមុនដំបូងតែតុងម្ដាយរបស់ខ្ញុំគាត់គប់ជេរដីគាត់ទៅណេះផងទៅណោះផងអាហ្នឹងវាជារឿងសត្វលោកណាខ្ញុំមិនចង់និយាយឲ្យវាវែងឆ្ងាយទេនិយាយតែប៉ុណ្្នឹងឲ្យអ្នកអស់យល់ចោះបន្ទាប់មកក៏ឪពុករបស់ខ្ញុំរស័នតែទៅណែផងទៅណោះផងអញ្ចឹងណាហើយខ្ញុំជួបជាមួយនឹងឪពុកខ្ញុំពេលណាហ្នឹងគឺខ្ញុំតែងតែហើយសំណោះខ្លួនមែនតើអ្នកគ្នាគាត់ពិបាកណានិយាយមែនតើតាំងពីបែកពីគ្រួសារទៅធ្លាក់ខ្លួនឈឺមែនតើមិនដឹងថាមានបញ្ហាអីទេអានឹងខ្ញុំក៏មិនដឹងដែរឈឺជាបន្តអញ្ចឹងទៅរហូតដល់គាត់ឈឺជាមួយនឹងជំងឺមួយហ្នឹងគឺជំងឺកាទីទឹកហ្នឹងបើយើងនិយាយតាមអបិយជំនឿត្រូវរបៀនគេណាប៉ុន្តែបើយើងអត់ជឿលើអបិយជំនឿយើងថាការទីទឹកចឹងទៅព្រោះយើងអត់ដឹងដែរនៅពេលគាត់ការទីទឹកចឹងទៅគាត់រស់នៅតែម្នាក់ឯងចឹងទៅខ្ញុំចេះតែអាណិតឃើញគាត់ហើយអាណិតខ្ញុំក៏អានឹងកំឡុងឆ្នាំ2023 24ទេ23 24បន្ទាប់ពីបែកគ្នាមិនតបានប្រមាណផងគាត់មានបញ្ហាជាបន្តហើយមុនដំបូងហ្នឹងឪពុករបស់ខ្ញុំគាត់សុខភាពល្អទេអ្នកនរគ្នាបញ្ជាក់ឡើងវិញគាត់ធ្វើសំណង់គាត់ជីកដងហើយលើសម័យមើលមនុស្សមានជំងឺណាមកធ្វើការចឹងបានគឺគាត់មានបញ្ហាចឹងទៅគាត់កាត់ទីទឹកហើយខ្ញុំក៏មិនអស់ចិត្តខ្ញុំក៏ឲ្យម្ដាយរបស់ខ្ញុំហ្នឹងទៅមើលថែគាត់បន្ទាប់មកពេលហ្នឹងគាត់ក៏បើន័យថាគាត់ឈប់ខឹងគុំគួនគ្នាបើន័យវារឿងទម្លាក់ចិត្តណាហើយណាមួយដោយសារតែមានកូនជារនាំងផងពួកគាត់ក៏ទម្លាក់ចិត្តរៀងខ្លួនដាក់ចិត្តដាក់កាយចឹងទៅម្ដាយរបស់ខ្ញុំគាត់ទៅមើលឪពុករបស់ខ្ញុំទៅមើលជាមួយនឹងឪពុករបស់ខ្ញុំណាទៅមើលចឹងទៅมันបានទាំងប្រមាណផងដូចជាมันបាន3ខែផងឪពុកខ្ញុំស្លាប់ដោយសារតែបញ្ហាខាងលើហ្នឹងតកតងជាមួយនឹងទីទឹកប៉ុន្តែខ្ញុំអត់ដឹងថាវាតកតងជាមួយនឹងរបៀបអំពើប្រមាណភាគរយទេបើស្រាប់លេងទៅគិតពិចារណាតាមនឹងទេអ្នកនរគ្នាខ្ញុំអត់ឲ្យអ្នកនរគ្នាជឿខ្ញុំទាំងត្រង់ទេប៉ុន្តែយើងមានបញ្ហាច្រើនមែនតើតាំងពី10ឆ្នាំមុនបើនិយាយមុនដំបូងមែនតើទៅខ្ញុំមិនយកអារឿងអបិយជំនឿហ្នឹងមកដាក់មុខទេហើយក៏ខ្ញុំមិនជឿទាំងស្រុងដែរអ្វីដែលខ្ញុំគិតមុនដំបូងណាកំឡុងកាល10ឆ្នាំមុនដូចជាកំឡុង2013 14ហ្នឹងឪពុកខ្ញុំមែនទៅកាលនោះយើងបញ្ហាគ្រួសារដោយសារតែបញ្ហាហូបសុរាអញ្ចឹងខ្ញុំក៏ហាមដែរអ្នកក៏ហាមអ្នកមើលជាមួយនឹងវីដេអូរបស់ខ្ញុំហ្នឹងបើអាចកាត់បន្ថយឬមួយក៏កុំហូបជាមួយនឹងសុរាហ្នឹងហូបនៅក្នុងបរិមាណណាមួយដែលអាចឃុំក្រងខ្លួនឯងបានគឺជាការល្អបំផុតព្រោះអានឹងវានាំឲ្យកើតអំពើហិង្សាខ្ញុំនិយាយមែនកម្រមានណាគេនិយាយចំណុចហ្នឹងព្រោះអានឹងវាដូចជាហេតុគេគ្រួសារខ្លួនឯងហើយខ្ញុំមានដើមហេតុច្រើនមែនតើហើយដូច្នេះបាទខ្ញុំមិនគិតថាវាជារឿងអំពើជំនឿបន្ទាប់ពីក្រោយហ្នឹងវាមានបញ្ហាជាបន្តពីឪពុកខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់បងប្អូនរបស់ខ្ញុំត្រូវបុកជាមួយនឹងឡានបងប្អូនរបស់ខ្ញុំដែលទូទីថាគ្រូកាន់ហ្នឹងណាអាហ្នឹងបុកមួយឡានហើយបច្ចុប្បន្នហ្នឹងគឺមានបញ្ហាជាបន្តដោះសាច់ច្រមុះហើយគ្រួសាររបស់ខ្ញុំតបានសុខឯណោះគេគឺឪពុកគឺបន្ទាប់ពីឪពុករបស់ខ្ញុំស្លាប់ចឹងទៅបងប្អូនរបស់ខ្ញុំហ្នឹងបុកជាមួយឡានណាបុកម៉ូតូមួយឡានចឹងទៅធ្លាក់ខ្លួនបាក់ដៃបាក់ជើងចឹងទៅបង្ខំចិត្តធ្វើការធម្មតាគាត់បញ្ឈប់ពីកន្លែងការងារមួយគាត់ចូលទៅធ្វើការងារមួយទៀតដែលគាត់អាចរ៉ាប់រងបានកាលមុនគាត់ធ្វើការនៅរោងកគាត់លេងក50គីឡូរាប់សិបបេមួយថ្ងៃ2-3តោនរងថ្ងៃចឹងទៅជាប្រចាំតែតែមិនគាត់លើកតែមិនឯងគាត់មានគ្នារបស់គាត់ចឹងទៅក្រុមការងារមួយគាត់ធ្វើការមួយគ្នាចឹងលើករាល់ថ្ងៃបន្ទាប់មកគាត់បដូរការងារមកការងារថ្មីគឺសប្តាហ៍ហ្នឹងតែម្ដងគឺការងារជាសន្តិសុខហើយមានបញ្ហាមួយទៀតមួយជាន់ទៀតអាបញ្ហាធ្វើសន្តិសុខហ្នឹងគាត់មានបញ្ហាបខំចិត្តគឺគាត់ត្រូវបងរំលោះម៉ូតូបន្ទាប់មកមានបញ្ហាដោះសាច់ច្រមុះនៅក្នុងច្រមុះគឺបញ្ហាមួយជាន់ទៀតគាត់ត្រូវដោះស្រាយដូចនិយាយទៅច្រើនមែនតើអ្នកអូខេនិយាយមិនអស់ទេគឺអានេះខ្ញុំនិយាយសង្ខេបណាហើយខ្ញុំនិយាយហ្នឹងខ្ញុំមិនដឹងថាអ្នកអូខេយល់ថាខ្ញុំនិយាយហ្នឹងជាការត្អូញត្អែរឬមួយក៏ជាការនិ
និយាយបន្ទោសទៅលើប្រេងវាសនាយ៉ាងម៉េចណានិយាយមែនតានបញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀតខ្ញុំអត់មានបន្ទោសទៅលើប្រេងវាសនាទេខ្ញុំរស់នៅដល់បច្ចុប្បន្ននេះគឺខ្ញុំស្វាស្វែងណាដូចជាបច្ចុប្បន្ននេះគឺខ្ញុំបន្តរៀនជាមួយនឹងថ្នាក់បញ្ញត្តិបត្រហើយខ្ញុំស្វាស្វែងទៅលើជំនាញមួយគឺជំនាញផ្នែក graphic design គឺដែលយើងស្គាល់ថាជាជំនាញ IT ណាប៉ុន្តែនៅក្នុងកសោមតែមួយខ្ញុំរៀនជាមួយនឹងជំនាញ graphic design តែខ្ញុំអត់ផ្ដេកទៅលើចំណូលឬមួយយើងនិយាយមួយម៉ាត់ថាប្រេងវាសនាខ្ញុំខំតាំងពី10ឆ្នាំមុនតាំងពីខ្ញុំនៅអាយុ11 12ឆ្នាំខ្ញុំព្យាយាមបើនិយាយទៅបើយើងបោះបង់ក៏មិនមែនមកដល់បច្ចុប្បន្ននឹងដែរអ្នកនរគ្នាគឺវែងឆ្ងាយផ្លូវដែលខ្ញុំដើរប៉ុន្តែខ្ញុំនិយាយសង្ខេបសង្ខេបថាអ្នកនរគ្នាយល់ហើយក៏មិនចង់បានសេចក្តីអាណិតអាសូរពីអ្នកនរគ្នាដែរគឺខ្ញុំនិយាយនេះគឺគោលបំណងយកជាតលែកក៏ដូចជាអ្នកដែលជួបប្រទះជាមួយនឹងរឿងហេតុពិតណាអាចមានការពងវិចារដេកចឹងទៅវាជាការល្អដែរពេលខ្លះយើងអាចជួយឪពុកឬមួយក៏គ្រួសារយើងសមាជិកណាមួយឲ្យរស់រៀនមានជីវិតបន្តក៏ជាការល្អដែរព្រោះខ្ញុំនិយាយមែនខ្ញុំអត់ចង់បាត់បង់ជាមួយនឹងឪពុករបស់ខ្ញុំទេប៉ុន្តែដោយសារតែយើងឆ្លងកាត់ជាមួយនឹងបញ្ហាហ្នឹងហើយខ្ញុំក៏តែងតែនិយាយប្រាប់ម្ដាយរបស់ខ្ញុំថាធ្វើមិនកុំឲ្យបែកបាក់គ្នាគាត់ធ្លាប់ឆ្លោះហើយគាត់ឆ្លោះសម្ដីគ្នាបែបធម្មតាមិននឹកស្មានទៅដល់ថ្នាក់ហ្នឹងក៏បែកបាក់គ្នាហើយមានរឿងហេតុជាបន្តឥឡូវរឿងហេតុរបស់យើងបញ្ចប់តែត្រឹមហ្នឹងចុះសង្ឃឹមតែអ្នកទាំងអស់គ្នាយល់ជាមួយនឹងអ្វីដែលខ្ញុំនិយាយណាហើយខ្ញុំក៏មិនចង់ហែកគេឬមួយក៏និយាយរឿងគ្រួសារប៉ុន្តែវាជារឿងពិតហើយក៏ដូចជាចំណេះដឹងល្អមួយដែរទងជាមួយនឹងការហូបសុរាហ្នឹងណាបើអាចឈប់ល្អបើនិយាយមែនតើទៅបន្ទាប់ពីឪពុករបស់ខ្ញុំឈប់ហូបសុរាណាគឺគាត់ប្រែ360ដឺក្រេគឺគាត់កែមែនតើណាគាត់ធ្វើជាមេគ្រួសារល្អគាត់ធ្វើការងារអញ្ចឹងទៅដូចមនុស្សមានកម្លាំងកំហែងធម្មតាគាត់ធ្វើសំណងផងគាត់ធ្វើការជីកដងផងដឹងស្រាប់ហើយអ្នកអត់មានកម្លាំងរបស់ទាំងហ្នឹងមិនបានទេហើយបើនិយាយទៅថ្មីដែរទេកំឡុង2023 24ហ្នឹងឥឡូវមិនទៅយូរណាប្រហែលឥឡូវគិតមើលទៅគឺថ្មីហើយខ្ញុំនិយាយកុហកអ្នកទាំងអស់គ្នាមិនអត់មានទេហើយអាហ្នឹងយើងស្ដាប់ជាកំណត់ទាំងអស់គ្នាទៅ50 ទៅលើអបិយជំនឿហើយក៏យើងត្រូវទៅរកពេទ្យដែរដាច់ខាតកុំទៅរកអបិយជំនឿទាំងស្រុងរកពេទ្យផងរកអបិយជំនឿផងកុំឲ្យបាត់បង់សមាជិកណាមួយដោយវិបដិសារីបំផុតអ្នកទាំងអស់គ្នាគឺព្យាយាមមែនតើណាទាំងអបិយជំនឿផងទាំងពេទ្យផងប៉ុន្តែពេទ្យមុនទៅបន្ទាប់មកគឺយើងទៅអបិយជំនឿដើម្បីឲ្យជ្រះស្រឡះណាគឺយើងធ្វើបែបហ្នឹងអាហ្នឹងជាការ recommend សម្រាប់អ្នកទាំងអស់គ្នាណាតើបងប្អូនគ្នាឥឡូវខ្ញុំមកសង្ខេបជាមួយនឹងសាច់រឿងរបស់យើងហើយសាច់រឿងរបស់យើងហ្នឹងគឺជារឿងពិត 100% ពីមាត់ខ្ញុំបាទតែម្ដងប៉ុន្តែគ្រាន់តែថាកន្លែងខ្លះហ្នឹងវាយើងរឿងក្មេងណាយើងចាំមិនសូវជាច្បាស់ហើយរឿងសពិចសពិលអាហ្នឹងក៏សូមអធិស្ឋានផងដែរប៉ុន្តែនេះគឺជារឿងពិតដែលខ្ញុំកាត់ឡើងលើគ្រួសារខ្ញុំហើយខ្ញុំក៏និយាយសង្ខេបឡើងវិញបន្តិចមុនដំបូងហ្នឹងឪពុកខ្ញុំគាត់មានបញ្ហាបែកបាក់គ្រួសារអញ្ចឹងណាបន្ទាប់មកគាត់ធ្លាក់ខ្លួនឈឺគាត់រស់នៅតែម្នាក់ឯងអញ្ចឹងធ្លាក់ខ្លួនឈឺអញ្ចឹងទៅអត់មានអ្នកមើលថែហើយប្រពន្ធចុងរបស់គាត់ហ្នឹងក៏ឡើងនៅមួយគាត់ដែរគាត់ទៅដោយឡែកអញ្ចឹងទៅអាហ្នឹងយើងក៏មិននិយាយដែរខ្ញុំមិននិយាយឲ្យច្រើនឲ្យអ្នកនរគ្នាស្ដាប់ច្រើនទេខ្ញុំនិយាយស្កាយមែនតើហើយបន្ទាប់ពីម្ដាយរបស់ខ្ញុំជំរុញឲ្យម្ដាយរបស់ខ្ញុំមកមើលឪពុករបស់ខ្ញុំឈឺអញ្ចឹងណានៅពេទ្យបន្ទាប់ពីមើលមួយរយៈពេលទៅខ្លីមើលតែថាពេទ្យហ្នឹងគាត់ថាមើលឡើងជាគាត់ក៏យកទៅស្រុកកំណើតរបស់ឪពុករបស់ខ្ញុំហើយខ្ញុំក៏ពេលហ្នឹងឪពុកខ្ញុំគាត់ក៏អាសាទេរបស់ខ្ញុំដែរខ្ញុំក៏ថាពុកមិនទៅនេះអញ្ចឹងមិនទៅខាងស្ទឹងត្រែងព្រោះបងប្អូនបើយើងនិយាយមកទៅកូននៅស្ទឹងត្រែងច្រើនជាងប៉ុន្តែគាត់អត់ទៅគាត់ថាអត់ទេនៅខាងនេះចិត្តស្រុកកំណើតរបស់គាត់អញ្ចឹងណាគាត់ចង់កប់សពរបស់គាត់នឹងនៅស្រុកកំណើតតែម្ដងដូច្នេះហើយនៅពេលដែលមើលនៅពេទ្យឆ្អិតឆ្អន់ហើយគឺមើលអត់ជាអញ្ចឹងគាត់ក៏សម្រេចចិត្តថាឲ្យម្ដាយរបស់ខ្ញុំនឹងជូនគាត់ទៅខាងកញ្ចេះអញ្ចឹងណាខាងអាចេនព្រោះស្រុកកំណើតគាត់ខាងអាចេនហើយបន្ទាប់មកក៏មានរឿងហេតុជាបន្តពេលឪពុករបស់ខ្ញុំគាត់ទៅដល់ផ្ទះអញ្ចឹងទៅគាត់តមសពគ្រប់បែបយ៉ាងហើយមិនថាខ្ញុំអត់រកគ្រូខ្មែរទេពេលហ្នឹងខ្ញុំរកគ្រូខ្មែរប៉ុន្តែគាត់តែថាយើងមិនឲ្យទូទាអញ្ចឹងណាយើងមួយម៉ាត់និយាយឲ្យសាមញ្ញទៅខ្ញុំ50 ទៅលើអបិយជំនឿខ្ញុំអត់ប្រមាទទេប៉ុន្តែគាត់ថាខ្ញុំមិនជឿស្លងតែម្ដងហើយខ្ញុំក៏រកថ្នាំជាមួយនឹងថ្នាំខ្មែររបស់យើងណាតាក់ទងជាមួយនឹងថ្នាំដែលកើតជាមួយនឹងទីទឹកហ្នឹងផងដែរប៉ុន្តែគាត់ថាពេលគាត់ហូបទៅគាត់អត់ធូរប្រមាណទេវាពិបាកក្នុងការតមដោយសារវាស្រុតមែនតើណាបើតែសុខភាពគាត់ចុះខ្សោយខ្លាំងហើយពេលចឹងជួយឡើងបានថ្នាំនឹងជួយឡើងបានចឹងទៅប៉ុន្តែបើនិយាយថ្នាំហ្នឹងគឺគេថាគេជួយបានច្រើនជួយបានមនុស្សច្រើនចឹងខ្ញុំឃើញគេថតផុសអញ្ចឹងទៅក៏មានគ្រូមានអីត្រឹមត្រូវដែរអានឹងខ្ញុំក៏មិនដឹងថាថ្នាំនឹងជួយមិនអាហ្នឹងយើងក៏មិនគិតច្រើនទេប៉ុន្តែគាត់ថាថ្នាំនឹងឃើញគេថតផុសអីគេជួយមនុស្សបានច្រើនចឹងណាខ្ញុំក៏សម្រេចចិត្តថាអូខេទិញជូនគាត់ចឹងទៅប៉ុន្តែ
គាត់ហូបមិនបានប្រហែលសប្តាហ៍ផងក៏ទទួលមរណភាពចឹងទៅប៉ុន្តែក្នុងពេលហ្នឹងដែរមុននឹងគាត់ទទួលមរណភាពហ្នឹងគាត់ទៅមកម្ដាយរបស់ខ្ញុំណាគាត់ទៅមកអញ្ចឹងហើយខ្ញុំបច្ចេនិតម្ដាយរបស់ខ្ញុំមែនតើនៅពេលហ្នឹងគាត់ដូចមានដាដៃ100អញ្ចឹងណាគឺគាត់ពិបាកមែនតើហើយនៅពេលដែលគាត់ទៅស្ទឹងត្រែងអញ្ចឹងទៅនៅពេលដែលគាត់ទៅអាចេនអញ្ចឹងទៅគាត់ចោលកូនរៀនផងចោលប្អូនខ្ញុំផងដែលគាត់ធ្វើការនៅហ្នឹងណាហើយគាត់មានបញ្ហាចេះបើនិយាយទៅកាលហ្នឹងគាត់ប្អូនរបស់ខ្ញុំហ្នឹងគាត់មិនទាន់ចេញពីកន្លែងការងាររោងកទេប៉ុន្តែគាត់ថាគាត់អត់មានពេលមកមើលប្អូនដែលនៅផ្ទះណាគាត់ប្អូនខ្ញុំមានប្អូនពៅម្នាក់ទៀតគឺកំពុងរៀនសប្តាហ៍ថ្ងៃណាគាត់អត់មានពេលមកមើលទេអញ្ចឹងដាច់ចង់មិនចង់គឺគាត់ម្ដាយរបស់ខ្ញុំហ្នឹងគាត់ទៅមកអញ្ចឹងទៅចង់មិនចង់គឺត្រូវតែទៅមកដើម្បីមើលប្អូនផងមើលឪពុកខ្ញុំផងណាប៉ុន្តែដល់ពេលមួយនោះគឺគាត់ទៅស្ទឹងត្រែងវិញបន្ទាប់ពីទៅស្ទឹងត្រែងវិញហើយក៏មួយរយៈក្រោយនេះគឺថាឪពុកខ្ញុំគាត់រឿងខ្លាំងគាត់ក៏មកវិញបន្ទាប់ពីមកវិញទៅទទួលជាមួយនឹងឪពុករបស់ខ្ញុំគាត់ជឿខ្លាំងចឹងណាមើលមួយរយៈពេលទៅបន្ទាប់មកក៏គាត់ត្រឡប់ទៅស្ទឹងត្រែងវិញចឹងណាបន្ទាប់ពីត្រឡប់ទៅស្ទឹងត្រែងវិញចឹងទៅទទួលជាមួយនឹងលឺដំណឹងឪពុកខ្ញុំស្លាប់ចឹងណាគាត់ក៏មកធ្វើបុណ្យឪពុករបស់ខ្ញុំតាមបែបប្រពៃណីជាតិរបស់ខ្មែររបស់យើងណាក៏ធ្វើបុណ្យចឹងទៅបន្ទាប់មកប្អូនរបស់ខ្ញុំហ្នឹងដែលនៅឯខេត្តស្ទឹងត្រែងណាក៏ទទួលដំណឹងថាគ្រោះថ្នាក់ចរាចរណ៍ជាបន្តចឹងណាគ្រោះថ្នាក់ចរាចរណ៍ដោយគាត់ដឹកអង្គបុកជាមួយនឹងឡានរបស់គេណាប៉ុន្តែវាពិបាកមែនតើណាតកតងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងខ្ញុំមិនហ៊ាននិយាយច្រើនណាប៉ុន្តែគាត់ទៅវាជួនវេលាពេកអ្នកនរគ្នាគិតសាក់មើលទៅហើយគាត់បាត់ដៃបាត់ជើងចឹងទៅធ្វើឲ្យមានការដេនិងតឆ្អឹងហើយបន្តឥឡូវនេះគឺត្រូវការចំណាយច្រើនមែនតើការចំណាយទៅលើការដោះឆ្អឹងក៏ដូចជាទៅលើគាត់បញ្ហាច្រមុះណាហើយខ្ញុំធ្វើ YouTube រាល់ថ្ងៃនេះគឺគោលបំណងបើខ្ញុំទទួលបានជាមួយនឹង monetize ណាខ្ញុំបានប្រាក់ចំណូលគួរសមអីខ្ញុំយកទៅជួយគ្រួសារខ្ញុំដំបូងគេបងអស់ហ្មងព្រោះអីពួកគាត់លំបាកមែនតើដូចជាខ្ញុំខិតខំធ្វើវីដេអូណាគឺខ្ញុំចង់បានជាមួយនឹងថវិកាខ្លះដើម្បីជួយផ្គត់ផ្គង់ជាមួយនឹងជីវភាពគ្រួសារកុំឲ្យមានការលំបាកបន្តណាហើយគឺបើនិយាយទៅវាវេទនាមែនតើភាពសប្តាហ៍ថ្ងៃហ្នឹងគឺអត់ស្រួលទេហើយបងខ្ញុំទទួលជាមួយនឹងបងខ្ញុំគាត់មានបញ្ហាច្រមុះទៀតដូចជាថ្ងៃទី7ខែ7ហ្នឹងគឺគាត់ឡើងមកភ្នំពេញដើម្បីវះកាត់ជាមួយនឹងសាច់ច្រមុះណាមិនដឹងថាពេទ្យអង្គឌូហ្នឹងគេទទួលជាមួយនឹងបញ្ហាដោះសាច់ច្រមុះហ្នឹងអត់អាហ្នឹងយើងមានតែចាំមើលទាំងអស់គ្នាអាហ្នឹងក៏ខ្ញុំអត់ដឹងដែរទូពេលបញ្ហាទូគ្នាច្រើនពេកចឹងទៅក៏យើងអាចយកកំណត់សម្គាល់យកមកនិយាយចែកជូនបងប្អូនណាខ្ញុំសង្ឃឹមថាបងប្អូនមិនស្រាប់ទុកជាមេរៀនក៏បានហើយប៉ុន្តែកុំភ្លេចពិចារណាក្នុងការគិតណាកុំឲ្យគេបោកព្រោះមានគ្រូខ្លះបោកអាហ្នឹងខ្ញុំនិយាយមែនតើគឺមានគ្រូខ្លះបោកចឹងយើងដាច់ខាត់យើងត្រូវតែមើលឲ្យច្បាស់លាស់ដែរមុននឹងយើងទៅមើលគ្រូអូខេសង្ឃឹមថាយល់ប៉ុន្តែរឿងហេតុហ្នឹងគឺវាច្រើនខ្ញុំនិយាយនេះគឺសិតតែរឿងពិតប៉ុន្តែអានេះនិយាយខ្លីៗណាសង្ខេបខ្ញុំអត់ចង់ឲ្យវីដេអូវែងព្រោះខ្ញុំធ្វើវីដេអូនេះយប់នេះថ្ងៃនេះគឺទល់ភ្លឺតែម្ដងគឺព្រឹកហើយអ្នកនរគ្នាគឺស្មើនេះម៉ោង5សម្រាប់បងប្អូនដែលចង់ឧបត្ថម្ភខ្ញុំណាគឺអាចបាញ់តាមរយៈ QR code ខាងលើនេះបានអ្នកទាំងអស់គ្នាឧបត្ថម្ភខ្ញុំក៏ដូចជាចំណែកនៃគ្រួសាររបស់ខ្ញុំដែរគឺខ្ញុំទៅជួយគាត់ក៏ដូចជាជួយបងប្អូនរបស់ខ្ញុំណាមិនដឹងថាបានប្រមាណប្រមាណទេហើយក៏មិនដឹងធំរបស់ខ្ញុំនឹងគឺខ្ញុំចង់បានពី monetization ទេព្រោះខ្ញុំចង់បានប្រាក់ចំណូលមួយផ្នែកចឹងណាដើម្បីជួយទៅដល់បងប្អូនដើម្បីដោះជាមួយនឹងដែកចឹងទៅព្រោះគាត់មានបញ្ហាច្រើនមែនតើបន្ទាប់ពីដែកបញ្ហាវះកាត់ចឹងណាដៃជើងហើយក៏ដូចជាបញ្ហានេះណាបញ្ហាច្រមុះរបស់គាត់វះកាត់ច្រមុះទៀតថ្ងៃទី7ខែ7ហ្នឹងឆ្នាំ2026ហ្នឹងគឺត្រូវតែវះកាត់ដែរអញ្ចឹងបញ្ហារបស់គាត់ច្រើនអញ្ចឹងបើយើងអាចជួយសម្រួលទៅដល់គាត់ខ្លះអញ្ចឹងក៏ជាការល្អដែរសង្ឃឹមថាបងប្អូនចូលរួមទាំងអស់គ្នាណាអានឹងជាទឹកចិត្តរបស់បងប្អូនទេខ្ញុំអត់បខំទេអានឹងចង់ឧបត្ថម្ភសម្រាប់ខ្ញុំក៏បានខ្ញុំក៏ជាចំណែកនៃបងប្អូនរបស់ខ្ញុំដែរអញ្ចឹងខ្ញុំនិយាយតាក់ទងជាមួយនឹងសាច់រឿងនៃគ្រួសាររបស់ខ្ញុំគឺតិចតួចទេខ្ញុំឈប់និយាយបន្តទៀតហើយនៅឃើញថាវាស្រាប់បើនិយាយទៅគឺខ្ញុំស្ដាប់នៅសាច់រឿងហ្នឹងហើយគឺវាស្តីជាមួយនឹងសាច់រឿងគ្រួសាររបស់ខ្ញុំណាគឺបានជាខ្ញុំនឹងធ្វើជាមួយនឹងវីដេអូមួយនឹងឡើងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ខ្ញុំមិនចង់យករឿងគ្រួសារហ្នឹងមកនិយាយលីឡំជាមួយនឹង YouTube ឬមួយក៏វីដេអូមួយនឹងទេអរគុណសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ណាហើយកុំភ្លេចមួយទៀតកុំភ្លេចលេងជាមួយនឹងធ្វើការ
giveaway របស់ខ្ញុំបាទផងណាគឺការធ្វើ giveaway ហ្នឹងគឺគោលបំណងធំហ្មងគឺចង់បានជាមួយនឹង subscribe គឺចង់បានជាមួយនឹង subscriber ណាបើកាលណាឡើង 1000 subscriber 4000 ម៉ោងអញ្ចឹងគឺខ្ញុំគ្រប់គោលការណ៍ជាមួយនឹងការរលុយពី YouTube អញ្ចឹងហើយខ្ញុំមានកម្លាំងចិត្តហើយខ្ញុំធ្វើវីដេអូបន្តទៀតហើយការនិយាយធ្វើការ giveaway ហ្នឹងគឺខ្ញុំធ្វើបាត់ប្រកាសមែនអូខេកុំភ្លេច subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗផងដែរអរគុណ